របស់ព្រះសម្មាសម្ពុទ្ធមានច្រើន84000ព្រះធម្មខណ្ឌអើយកម្មវិធីដែលនឹងត្រូវសម្ដែងក៏មិនដឹងថានឹងលើកត្រង់ណាមកសម្ដែងឲ្យចំបើខុសពីកម្មវិធីបន់កូនចៅផៅសន្តានព្រៀងលៀនក្មេងខ្មាងជំនាន់ក្រោយគ្នាចង់ដឹងចង់យល់អំពីហេតុផលនៃកម្មវិធីបន់តាមទំនៀមទម្លាប់ជាប់តាំងពីបុរាណមកម្ល៉េះហើយអាត្មាភាពនឹងសម្ដែងអំពីប្រភពអំពីប្រវត្តិនៃកម្មវិធីបន់7ថ្ងៃនេះជូនដល់ញោមញាតពុទ្ធបរិស័ទបន់7ថ្ងៃវាផ្ដើមចេញមកពីមានមនុស្សស្លាប់ផ្ដើមចេញមកពីមានមនុស្សកើតបើមានមនុស្សកើតត្រូវតែមានមនុស្សស្លាប់កើតប្រមាណស្លាប់ប៉ុណ្ណោះកើត10លានអ្នកស្លាប់10លានអ្នកដែរវាគ្រាន់តែមុនហើយនឹងក្រោយតែប៉ុណ្ណោះព្រោះស្រុកនេះជាស្រុកកើតស្លាប់ស្រុកផែនដីមនុស្សនឹងគឺជាកន្លែងកើតស្លាប់ផែនដីស្រុកមនុស្សនេះបើយើងកើតមកត្រូវទទួលរងនៅកម្មពៀទាំងអស់គេជាយើងក៏មានគេស្ដីយើងក៏មានគេថាក៏មានគេចំណែនឈ្នានេះយើងក៏មានគេសរសើរក៏មានពីព្រោះស្រុកនឹងស្រុកអញ្ចឹងស្រុកនៅមានការចំណែនឈ្នានេះនៅមានការបៀតបៀននៅមានការស្រឡាញ់នៅមានការស្អប់មនុស្សនៅមានកិលេសម្ល៉េះហើយនៅមានការកើតនៅមានការស្លាប់ការបែកព្រាត់ប្រាសគ្នាជារឿងធម្មតាព្រះអរហន្តទាំងឡាយលោកនឿយណាយអំពីការកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់នេះរាប់ម៉ឺនសែនកោដជាតិរហូតដល់រាប់លែងអស់មិនដឹងពីខាងដើមត្រឹមណាមកលោកនឿយណាយលោកលែងវិលវល់កើតរីកបែកដោយពពុះទឹកទៀតហើយគឺលោកនិព្វានផ្ដាច់ជាសមុជឆេតលែងមកកើតទៀតឯយើងនៅកើតទៀតគឺសិតតែនៅរងទទួលកម្មបានសុខតិចតួចប្រឡប់ជាមួយកម្មរងចាំតែថ្ងៃស្លាប់ទៅវិញទាំងអស់គ្នាមនុស្សកើតស្លាប់នេះក្នុងធម៌លោកហៅថាវាលវត្តសង្សារណាញោមវាលវត្តសង្សារគឺដំណើរវិលកើតវិលស្លាប់ត្រឡប់ត្រឡិនទៅមកក្នុងភូមិទាំង31ភូមិកន្លែងយើងកើតនឹងមាន31រាប់ពីខាងលើនោះខាងអរូបព្រំនោះវាមាន4ឋានអាកាសានញ្ចាយតនៈវិញ្ញាណញ្ចាយតនៈនេវសញ្ញានេសញ្ញាយតនៈអកិញ្ចញ្ញយតនៈអានឹង4នោះកន្លែងអត់រូបមកចុះមកក្រោមទៀតព្រំមានរូប16ឋានទៀតព្រំបរិស័យជាបរោហេតាមមហាព្រំមេបរតភិអបមានភិអភសរាសុភកិន្ហារហូតដល់អកនិដ្ឋាព្រំសរុបទៅ16ភូមិ16ឋានទៀតចុះមកទេវតាវាមាន6ជាន់មានចាតុមហារាជការតាវតੰយាមេដោះសិតនឹមមាននរតីបរណមិតវសវត្ថីនេះកន្លែងគេទៅសម្រាប់ទទួលផលហើយចុះពីនឹងមកគឺមនុស្សយើងនឹងឯងពួកស្រុកមនុស្សយើងនេះគឺថាជាកន្លែងមួយដែលកើតឡើងមកគឺសិតតែកន្លែងហត់កើតមកកន្លែងយ៉ាប់កន្លែងហត់បានសុខតិចតួចបានទុកច្រើនរួចដល់ខាងក្រោមយើងទៀតមានអបាយភូមិ4ឋានទៀតគឺនរកប្រែតដេរិឆានអសុរកាយសរុបទៅ31ឋាននេះមនុស្សវិលម្ដងទៅព្រំម្ដងទៅប្រែតម្ដងទៅនរកម្ដងទៅទេវតាម្ដងមនុស្សវិលចុះវិលឡើងចេញមិនរួចពីតំណែងទេវិទ្យាសាស្ត្ររីកចម្រើនដល់កំពូលមនុស្សកើតច្រើនឡើងពីបំផុតឆេះទឹកឆេះដីកាប់ចាក់គ្នាស្លាប់អស់ហើយលីងចាប់ផ្ដើមកកើតកវែកកឆ្នាំងម្ដងទៀតលប៉េះលប៉ោះមករីកចម្រើនបន្តិចម្ដងយូររីកចម្រើនខ្លាំងមនុស្សកើតឡើងច្រើនពេញផែនដីឆេះផ្ទុះកាប់គ្នាចាក់គ្នាផ្ទុះឆេះស្លាប់មួយសាទៀតវិលឡាដែរអញ្ចឹងដូចអាទិត្យច័ន្ទធាពុទ្ធពហុសុខសៅអាទិត្យច័ន្ទវិញដែរអញ្ចឹងបានជាលោកសម្ដែងថាសង្សារវដ្តនេះយើងក៏លេចមើលជុំវិញខ្លួនរកបុគ្គលណាដែលថាមិនធ្លាប់ធ្វើម៉ែធ្វើឪយើងនោះវាគ្មានទេរកបុគ្គលណាម្នាក់ដែលមិនធ្លាប់ធ្វើជាម៉ែឪបងប្អូនញោមញាតិយើងនោះវាគ្មានទេសូម្បីអ្នកស្លាប់ទៅនឹងអត់មានកូនចៅក៏ប៉ុន្តែយើងនឹងធ្លាប់ជាកូនគាត់ពីជាតិណាមួយដែរបើដូច្នេះក្នុងនេះមានន័យថាលោកយាយនេះធ្លាប់ជាម្ដាយយើងពីជាតិមុនលោកយាយនោះធ្លាប់ជាម៉ែយើងពីជាតិមុនឪលោកតានោះធ្លាប់ជាឪពុកយើងពីជាតិមុនអញ្ចឹងជុំវិញខ្លួននឹងទៅរកមនុស្សណាម្នាក់ដែលថាមិនធ្លាប់ធ្វើម៉ែឪយើងសោះហ្នឹងរកគ្មានទេក៏ប៉ុន្តែអវិជ្ជាបិទបាំងមនុស្សមិនគិតឃើញប៉ុណ្ណឹងទេជាតិមុនម៉ែឪយើងប៉ុន្តែមកកើតជាតិនេះមានម៉ែឪថ្មីមួយទៀតចោលម៉ែឪចាស់នោះដល់មកឆ្លោះតោះមាត់កគ្នាបន្តិចបន្តួចវាយប្រាវប៉ុន្តែតាមពិតពីជាតិមុនមកម៉ែយើងសោះតែនឹងហើយដែលលោកហៅថាអវិជ្ជាជាគ្រឿងបិទបាំងមិនឲ្យមនុស្សដឹងពីការកើតចាស់ឈឺស្លាប់នឹងវិលត្រឡប់នឹង
វាលវត្តសង្សារនេះប្រៀបដូចដើមឈើធំមួយដុះនៅកណ្ដាលវាលហើយមនុស្សធ្វើដំណើរពីជើងពីត្បូងពីលិចពីកើតដល់តែក្តៅពេកចូលមកជ្រកក្រោមដើមឈើនឹងជុំគ្នាស្រាប់តែរសៀលសូរិយាអ្នកខ្លះក៏មានទិសដៅទៅត្បូងទៅត្បូងវិញទៅអ្នកខ្លះទៅជើងទៅជើងទៅអ្នកខ្លះទៅបរសែតទៅកាត់លុកទៅរកាធំទៅពោមរៀលទៅរៀងខ្លួនអស់ទៅម្លោះហើយអ្នកខ្លះទៅភ្នំពេញអ្នកខ្លះទៅតកែវចេញពីដើមឈើនឹងបែកគ្នារៀងខ្លួនវិញអាការជ្រកក្រោមដើមឈើនឹងបីដូចមួយជាតិនឹងយើងមកកើតជួបគ្នាអញ្ចឹងយាយខ្លះមកពីតាវតឹងយាយខ្លះមកពីដោះសិតយាយខ្លះមកពីភ្នំពេញព្រៃវែងស្ទឹងត្រែងកំពង់ចាមព្រៃក្តាមទន្លេបាត់ពោធិ៍សាត់បាត់ដំបងអូយដល់មកកើតជួបគ្នានៅតំណឹងមួយជាតិឥឡូវដល់វគ្គគេធ្វើដំណើរបែកយើងទៅវិញគេទៅផ្ទះគេរៀងខ្លួនអញ្ចឹងយាយខ្លះមកពីតាវតឹងមកពីយាមៀមកកើតជួបគ្នាមកប្រើជាមួយយើងនឹងឥឡូវគេចេញដំណើររៀងខ្លួនទៅវិញបដាគេក៏ទៅស្រុកគេផ្ទះគេវិញយើងក៏ទៅផ្ទះយើងវិញតែនឹងហើយបានន័យថាកើតមកមួយជាតិនឹងដូចជ្រោកក្រោមដើមឈើធំអញ្ចឹងញោមហើយបែកគ្នាទៀតធ្វើដំណើរទៅទៀតដំណើរនឹងហើយគេហៅថាវាលវត្តសង្សារអូយការដែលជ្រោកកោនមួយផ្លែតហើយត្រឡប់ទៅវិញនឹងហើយដែលយើងយល់ថាស្លាប់ទៅវិញហើយអញ្ចឹងការស្លាប់របស់បឋមជនយើងនេះអត់តន់ផុតជាសមុច្ឆេទេនៅកាលទៀតពីព្រោះវាមិនតន់ផ្ដាច់នៅចំណងតណ្ហាឧបាទានកម្មបានទេនៅជាប់ជាពាក់ដោយកម្មដោយអភិសង្ខារបញ្ញភិសង្ខាបុណ្យវិតៈតែងមកឲ្យកើតអបញ្ញភិសង្ខាបាបវិតៈតែងមកឲ្យកើតអនេនជាភិសង្ខារិទ្ធអំណាចវិតៈតែងមកឲ្យកើតដូចជាយាយខ្លះធ្វើបុណ្យប្រាថ្នាចង់កើតជាជំទាវអញ្ចឹងគាត់ធ្វើបុណ្យហ្នឹងបុណ្យគាត់ត្រូវរុញមកឲ្យកើតជាជំទាវសិនអត់តទៅនិព្វានទេយាយខ្លះគាត់ប្រាថ្នាចង់កើតជាតារាវីដេអូអញ្ចឹងទៅកម្មវាចាត់ចែងមកឲ្យកើតជាតួកុនសិនហើយអ្នកខ្លះចង់កើតជាតារាចម្រៀងទៅកម្មវាឲ្យកើតមកសម្លេងព្រោះសិនដើម្បីច្រៀងសិនអាហ្នឹងខាងបុណ្យវានៅជាប់ជំពាក់ដែរវានៅមានកម្មហ្នឹងអាហ្នឹងគេហៅថាបញ្ញភិសង្ខារវារុញមកកើតអ្នកខ្លះប្រាថ្នាអាយឧត្តមប្រាថ្នាអុកញ៉ាត្រូវកើតមកទទួលងារជាអាយឧត្តមជាអុកញ៉ាសិនហើយដល់តែអ្នកខ្លះធ្វើអំពើបាបត្រូវកើតមកឲ្យគេវាយសិនកើតមកឲ្យគេចាប់ដាក់គុកសិនអ្នកខ្លះធ្លាប់ជាពាក់លុយគេរត់គេចមិនសងដល់តែស្លាប់ទៅឥឡូវកើតមកធ្វើខ្ញុំបង្រើគេសិនដូច្នេះហើយវាមិនតាន់ផុតទេអ្នកខ្លះធ្លាប់វាយគេពីមុនមកធ្លាប់ស្ដីថាពីមុនត្រូវកើតមកចាំរងទទួលពាក្យគេវាយវិញពាក្យគេស្ដីឲ្យវិញតែនេះបឋមជនយើងការស្លាប់របស់បឋមជនយើងនៅមានអញ្ចឹងនៅមានការកើតទៀតបានលោកថាស្លាប់មាន3សមុច្ឆេតមរណៈព្រះអរហន្តលោកនិព្វានទៅលោកលែងកើតទៀតដោយប្រេងដូងដាំលែងដោះដើមដូងបានផ្លែមកយកមកដាំដោះជាដូងបានផ្លែទុំយកមកដាំដោះជាដូងដល់គេបេះផ្លែទុំនឹងទៅចម្រាញ់ជាប្រេងយកប្រេងទៅដាំលែងដោះព្រះអរហន្តលោកចម្រាញ់អស់អាលីងកិលេសដូច្នេះលោកលែងកើតមកទៀតដាំលែងដោះបាត់ហើយយើងនៅមានពូជដោះពូជកម្មនៅដោះបានជាគេថាការស្លាប់របស់បឋមជនយើងនេះហៅថាសម្មតិមរណៈស្លាប់ដោយសន្មតគ្រាន់តែដូររូបចាស់នេះចេញទេណាញោមអារូបចាស់នឹងប្រើការលែងកើតអញ្ចឹងវាដូរចេញទៅយករូបមួយទៀតដោយញោមជីកង់អញ្ចឹងឯងលបោតខ្ចៅដូរខ្ចៅបែកពវៀនដូរពវៀនខូចសបកដូរសបកខូចកែបដូរកែបដល់ពេលវាខូចជ្រូកមែនតែនហើយវាទ្រុឌទ្រង់ក៏វត្តចោលទិញកង់ថ្មីមួយទៀតយើងដូចគ្នាអញ្ចឹងបាក់ដៃតដៃបាក់ឆ្អឹងតឆ្អឹងបាក់ជើងតជើងបាក់ថ្មិញតថ្មិញឥឡូវវាជ្រូកជ្រាំមែនតែនហើយប្រើលែងកើតហើយបកគលឲ្យអាចារ្យភ្លុកយកទៅចាត់ចែងទៅយករូបថ្មីមួយទៀតនេះការស្លាប់របស់បឋមជនយើងវាគ្រាន់តែសន្មតទេវាមិនតាន់ទៅណាទេវាគ្រាន់តែដូររូបចាស់ផ្លាស់យករូបថ្មីឯតារីឯស្លាប់មួយទៀតគេហៅថាខណៈមរណៈអ្នកខ្លះស្លាប់ដៃអ្នកខ្លះស្លាប់ជើងអ្នកខ្លះស្លាប់ចិត្តស្លាប់គំនិតស្លាប់កោសិកាស្លាប់បដើហើយអាស្បែកចាស់ផ្លាស់ចេញបោកដាច់ទាំងផ្ទះងុំមានដែរបាត់ការចងចាំអីមួយគណៈទៅបដើដូច្នេះការស្លាប់របស់មនុស្សនេះឯងញោមញាតបានជ្រាបថាស្លាប់ដោយហេតុ4យ៉ាងទៀតរួមដោយខ្លីគេថាណាស្លាប់មុនពេលអាយុកំណត់គេហៅថាស្លាប់នឹងស្លាប់អកាលមរណៈហើយណាស្លាប់ត្រឹមត្រូវហើយ8-900ហើយល្មមទៅហើយទុកផែនដីឲ្យគេកើតម្ដងនេះគេហៅថាកាលមរណៈសមគួរនឹងទៅស្លាប់នោះចេញជា4វិធីទី1គេហៅថាស្លាប់ដោយអស់អាយុគឺมันអាចនៅបាន3000ឆ្នាំទេព្រោះអាយុមនុស្សយើងនឹងវាត្រូវកំណត់តែ100ជុំវិញ100តែប៉ុណ្្នឹងឯងវាត្រូវស្លាប់ទី2គេហៅថាកម្មខយៈមរណៈស្លាប់ដោយអស់បុណ្យគឺវាអត់មានបុណ្យទ្រទ្រង់ទៀតមនុស្សនឹងអាយុតែ30-40ទេប៉ុន្តែគាត់អត់សន្សំបុណ្យទេគាត់គិតតែសន្សំទ្រព្យគាត់អត់គិតថាបុណ្យជួយទ្រទ្រង់ជីវិតទេគាត់គិតថាលុយទ្រទ្រង់ជីវិត
ឲ្យតែមានលុយចាយមានបាយហូបវាសុខវារស់ហើយនៅពៀននៅតែនឹងឋានសួគ៌នៅតែនឹងឲ្យកុំទៅគិតរឿងបន់ប៉ុន្តែអ្នកខ្លះស្លាប់ព្រោះអាយុ30 40ចោលលុយចោលបាយចោលទ្រព្យសម្បត្តិហើយក្រែងថាឲ្យតែមានលុយចាយបាយហូបរស់ហើយឥឡូវមិនក៏ស្លាប់ដោយសារអត់បាយហើយអត់ទេបាយនៅលុយក៏នៅស្លាប់ចោលរបស់ទាំងហ្នឹងទិញផ្ទះហើយស្លាប់ធ្វើផ្ទះហើយស្លាប់ក៏មានទិញឡានហើយស្លាប់ក៏មានវាអស់បន់ទ្រទ្រង់បើអស់បន់ទ្រទ្រង់ស្លាប់ចោលទ្រព្យអានេះគេហៅថាស្លាប់ដោយអស់បន់ចឹងបានគេចូលចិត្តធ្វើបន់បដាដើម្បីទ្រទ្រង់អាយុជីវិតព្រះពុទ្ធថាសុខខោបញ្ញសៈអុចយោណានាកសាងសន្សំបន់នោះនឹងបានសេចក្តីសុខបន់នឹងជួយថែជីវិតគេឲ្យបានវែងទៅទៀតស្លាប់ទី3អស់ទាំងពីរអស់ទាំងអាយុអស់ទាំងបន់ហើយស្លាប់ទី4ឧបច្ឆេតកកម្មមុនីកម្មពីវាចូលបង្កើតផ្ដាច់ពីមុនមកយើងធ្លាប់បៀតបៀនធ្វើបាបជីវិតគេឥឡូវកម្មពីនឹងវាតាមតនមកជួយអត់កើតវាត្រូវផ្ដាច់អញ្ចឹងទៅស្លាប់4យ៉ាងនេះហើយក្រោយពីស្លាប់ទៅតើគេធ្វើម៉េចក្រោយពីស្លាប់ទៅគេធ្វើបុណ្យតាមប្រពៃណីជាតិសាសន៍រៀងខ្លួនគេធ្វើបុណ្យនៅលើពិភពលោកយើងនេះក្រោយពីមនុស្សស្លាប់ទៅគេធ្វើបុណ្យមាន3ផ្នែកឬហៅថាបុណ្យមាន3យ៉ាងបុណ្យ3យ៉ាងនឹងស្អីខ្លះទី1បុណ្យជាបណកិច្ចទី2បុណ្យមរណៈសង្គ្រោះទី3បុណ្យតក្កិណានុបទានឥឡូវលោកយាយចាប់ផ្ដើមចាំគោលធម៌នេះជាមួយអាត្មាសម្ដែងពីរឿងការស្លាប់របស់មនុស្សនិងដំណើរវាលវត្តសង្សារនេះហើយអាត្មានិទានពីក្រោយពីមនុស្សស្លាប់ទៅមានបុណ្យ3នឹងស្អីខ្លះទី1បុណ្យជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពតាមសមគួរតាមប្រពៃណីទំនៀមទម្លាប់របស់ជាតិសាសន៍នីមួយថ្មីត្បិតបាលីជាបណកិច្ចគេប្រែថាដុតគេប្រែថាបូជាមែនក៏ប៉ុន្តែមិនមែនសំដៅតែដុតមួយមុខទេគឺជាបណកិច្ចសំដៅទៅលើ4កម្មវិធីគេរៀបចំសាកសព4កម្មវិធីទី1គឺគេយកទៅបដែតក្នុងទន្លេទី2គេយកទៅដាក់ចោលក្នុងព្រៃទី3គេយកទៅកប់ក្នុងដីទី4គេយកទៅដុតដោយភ្លើងពិធីមួយណាក៏បានដែរស្រេចលើយើងស្ម័គ្រចិត្តនៅប្រទេសខ្លះអ្នកស្លាប់ទៅគេហែគេសែងយកទៅដាក់ក្រោមដើមឈើហើយគេនាំគ្នាសោកសប្បាយញញឹមញែមរួមលេងទៀតជូនដំណើរខ្លះស្លាប់ទៅហើយគេសោកជូនដំណើរគេអញ្ញឹមជាពិសេសនៅអាហ្វ្រិកកាយើងហៅថាជនជាតិអាហ្វ្រិកមួយចំនួនបើមាននរណាកើតមកគេអង្គុយធ្វើមុខកញ្ញើឬក៏គេយំតែមកគេថានាំទុកមកហើយបើមានមនុស្សស្លាប់ទៅគេនាំគ្នាសោកសប្បាយត្រេកអរច្រៀងរាំជូនដំណើរគេថាគេផុតទុកហើយប៉ុន្តែបើតាមពុទ្ធសាសនាតលយូបានផុតស្លាប់ដូរទៅរូបថ្មីកើតមករងទុកបន្តទៀតនោះនឹងជារងទុកកើតឯណាទៀតជនជាតិខ្លះទៀតបើស្លាប់ទៅហើយគេសែងយកទៅដាក់ចោលក្នុងព្រៃដោយក្នុងធម៌ដែលលោកសូត្រមកពីសម័យព្រះគេយកទៅចោលដូចជាអង្គត់អស់រកប្រយោជន៍គ្មានប៉ុន្តែពីដើមចោលដូចអង្គត់អស់ឥឡូវនេះវាយ៉ាប់ជាងអង្គត់អស់ទៅទៀតពីព្រោះបើយើងប្រៀបធៀបអង្គត់អស់កាប់កងចងបាច់ដឹកយកទៅដាក់អីផ្សារមានគេទិញប៉ុន្តែមនុស្សស្លាប់ទៅកាប់កងចងបាច់យកទៅដាក់អីផ្សារគេរត់ជន់គ្នាគេអត់ទិញទេបើដូច្នេះហើយជនជាតិខ្លះគេយកទៅដាក់ក្នុងព្រៃនៅប្រទេសឥណ្ឌាពីដើមគេចោលជាលៀសជាព្រៃពេញទៅវាលប៉ុន្តែឥឡូវនេះគេមានកន្លែងសម្រាប់ចោលជុំគ្នាមើលពីឆ្ងាយដោយប្រាសាទបុរាណមួយយ៉ាងចាស់ដល់ទៅអើតមើលព្រះម្ចាស់ហើយខ្មោចរាប់រយរាប់ពាន់គេយកមកចោលជុំគ្នាមានកន្លែងណាជនជាតិខ្លះទៀតយកទៅដាក់ក្នុងព្រៃដោយគេយល់ថាបើមានសត្វមកស៊ីបានម៉ែឪគេនឹងបានបុណ្យម្ល៉េះហើយគេជំនឿសត្វស៊ីនៅម៉ុងហ្គូលីនៅទីបេភាគខាងជើងជឿទល់ដល់សពថ្ងៃរាល់ថ្ងៃនេះគេកាប់សាកសពឲ្យថ្មាស៊ីអាចារ្យភ្លុកគេនឹងគេហៅដំដេមានប្រសងគេទៅបាំងស្គលនៅតំណងហើយអាចារ្យភ្លុកនឹងកាន់កបិតប៉ាំងតោកាប់ជាភ្លើយសាកសពនឹងឲ្យថ្មាស៊ីសាកសពគេដឹកមកពីគ្រប់ទិសទីយកមកទម្លាក់ឲ្យគេយល់ជំនឿជឿថាមានបលិនទេវតានៅក្នុងពោះថ្មានោះហើយតែកាលណាថ្មាស៊ីទៅម៉ែគេបានសុខបានសួរហើយបើថ្មាស៊ីរួចហើយគេរត់ទៅមើលអាលាក្បាលបើថ្មាចុះរុនប៉ុណ្ណាអាចារ្យគេទាយថាម៉ែគេប្រហែលថ្ងៃទៀតចាប់ជាតិវិញគេអតាមជំនឿគេនឹងបាយទៅពុទ្ធសាសនាយើងនេះក៏វាមានធ្លាប់មានខ្លះមកអញ្ចឹងដែរពីមុនមកមានយកទៅចោលដែលវាកើតមកវាមានពាក្យមួយហៅថាប្រឡងខ្លះសរសេរក្នុងសម្បត្តិបនថាប្រឡងខ្លះថាបនឡងខ្លះថាបាឡងហើយបើបាឡងអានឹងបាល់ទេ
ហើយបើប្រឡងអានឹងប្រឡោះទេបាបលាយកាយប្រឡងក្បួយមាត់ថងតម្រង់គូតចាតបានខាងអាចារ្យបលីទេសូមផ្លូវដើរទៅដើរឡើងបាបលាយកាយប្រឡងនោះប៉ុន្តែពាក្យវាត្រូវបនឡងមកពីប្លង់មានន័យថាដាក់ចោលមានន័យថាដាក់ឲ្យខ្មោចយកទៅប្រើយកស្អីទៅដាក់យកបច្ច័យ4ទៅដាក់បើមនុស្សនឹងនៅរស់ប្រើប្រាស់បច្ច័យ4យើងជូនផ្ទាល់ហៅថាជូនបច្ច័យ4ដល់តែអ្នកស្លាប់ទៅហើយចង់យកបច្ច័យ4ទៅឲ្យគាត់ប្រើមិនដឹងយកធ្វើម៉េចយកទៅដាក់ប្លង់ឲ្យខ្មោចយកទៅប្រើបានអាបច្ច័យ4ហ្នឹងវាคล้ายទៅជាប្លង់ពេលមនុស្សស្លាប់ទៅនោះហៅថាប្លង់យកទៅប្លង់ហើយដល់តែសពគេកប់ក្នុងដីអ្នកខ្លះយកទៅកប់ក្នុងដីដែរសពថ្ងៃអ្នកបុរាណវិទ្យាគេកោះកាយកំណាយភ្នូបុរាណឃើញកវលជៀនខ្សែកប្រដាប់បុកស្លាប្រដាប់ឆាកស្លាខ្សៀកបិតបន្ទោះអីហូរហែច្រើនណាឈើច្រត់ហើយគេក៏យកមកវិភាគស្មានអាកបិតបន្ទោះអាខ្សៀនឹងតំណងរបស់តាអាប្រដាប់បុកស្លានឹងតំណងរបស់យាយចៅគេចង់ឲ្យយាយទៅបុកស្លាហូបនៅស្រុកខ្មោចគេយកទៅដាក់ប្លង់ឲ្យគាត់ហើយដល់ទៅពេលសពគេកប់ក្នុងដីគេកប់ទៅជាមួយដែរឲ្យគាត់យកទៅបុកស្លាយស្រុកខ្មោចឥឡូវអត់បានបុកគេកាយយកមកវិញអស់អារបស់នេះគេឲ្យឈ្មោះថាប្លង់ស្រាប់តែក្រោយមកទៀតយើងលែងយកសពទៅដាក់ចោលទៅពីទៅពីយើងយកមកបូជាទីបច្ឆាក្រុមអ្នកប្លង់ហ្នឹងយកទៅប្លង់ទីបច្ឆាដែរអាត្មាតន់ខ្លះដែរនៅស្រុកឯកើតមានបូជាហើយយប់ហ្នឹងគេដឹកប្លង់យកទៅដាក់ទីបច្ឆាហ្នឹងឲ្យខ្មោចយកទៅប្រើគ្មានឃើញខ្មោចណាយកទេឃើញតែលោកទៅឆាកយកបើដាក់ចោលអញ្ចឹងលោកទៅឆាកយកមកប្រើហើយដល់ហើយអញ្ចឹងក៏វាមានជំនឿមួយដាក់ប្លង់ឲ្យខ្មោចមែនប៉ុន្តែដាក់សញ្ញាឲ្យលោកឆាកគេទៅអុជធូបឲ្យតង្ហែពីទីបច្ឆាមកដល់គាត់លោកហើយទៅគោះទ្វារគាត់លោកតាប្រហើបទ្វារមើលអូប្លង់វាមកហើយដាក់ក្រងជីពោដាក់សង្កដីកាន់ឈើច្រត់មកខាងកំសៀវទឹកមកខាងទៅហើយភាវនាចង្ក្រមតែដល់មើលចុះមើលឡើងឃើញប្លង់ហ្នឹងទោះប្លង់ហ្នឹងយកមកហើយតែមើលតែលោកតាសូនមុនឲ្យតែញឹកបានតែស្គរដាក់ពេញហឹបឲ្យតែច្រើនបន្តិចលោកចោលគេដាក់ប្លង់ម្ដងគេទៅរាយធូបឯពីទីប្រឆាមកដល់កត់លោកតាឲ្យគេទៅគោះទ្វារប៉ោរត់ប្រូចបាត់លោកតាបើកទ្វារមកមើលអូប្លង់ទៀតណាគេដាក់ប្លង់ពីទីប្រឆាទៅហើយក្រងជីពោដាក់សង្កដីទាញឈើច្រត់កាន់កំសៀវទឹកទៅឲ្យចង្ក្រមភាវនាដើរ3ជុំទីប្រឆារកប្លង់អត់ឃើញហើយវាដាក់ប្លង់នៅណារកមិនឃើញរកចុះរកឡើងមើលទៅអស់សង្ឃឹមត្រឡប់ទៅគាត់វិញគេលីហឹបតែនឹងទៅបាត់ហើយហឹបស្ករសគេលីទៅបាត់វាមានហូរហែដែរក្រោយមកទៀតអ្នកសិក្សាពុទ្ធសាសនាក៏គេយល់ឃើញថាបើយកទៅដាក់ទីប្រឆាដែរមិនក៏មិនដាក់នៅរោងបុណ្យទៅបើគង់តែខ្មោចអត់យកទៅប្រើដាក់ឲ្យប្រសង់ប្រើឲ្យបានបុណ្យទៅដល់អ្នកស្លាប់ក៏គេលែងយកទៅដាក់ទីប្រឆាគេយកមកដាក់រោងបុណ្យឲ្យលោកឆាករោងបុណ្យនឹងបដ ாய் ទៅរបស់ខ្លះវាមានរបស់កឡងពងកអីភេសជ្ជៈអីនៅនឹងដែរបើដូច្នេះហើយបានប្រគិនលោកទៀតរឹតតែល្អឲ្យលោកទោះឆាកយកនៅក្នុងរោងនឹងតែម្ដងបានអាគ្រឿងប្លង់ហ្នឹងវាបញ្ចូលក្នុងរោងវាលែងទៅប្លង់ក្នុងព្រៃដែរនេះអានឹងប្លង់និយាយពីសពទី2ទៀតក្រោយពីដាក់ចោលក្នុងព្រៃមានកម្មវិធីទី2គេហៅថាយកមកបដែតក្នុងទឹកអានឹងជំនឿជនជាតិខ្លះគេថាដាក់ក្នុងទឹកអញ្ចឹងបានល្អជាពិសេសនៅប្រទេសឥណ្ឌាមនុស្សដែលរស់នៅក្រោមអំណាចឥទ្ធិពលនៃទន្លេហ្គាំងកាដែលជាទន្លេហូរចេញពីភ្នំហិមាឡាយ៉ាដែលយើងហៅថាទន្លេកុងគាហូរចេញពីភ្នំហេមពៀនហូរចេញពីថ្មមនុស្សដែលនៅតាមមាត់ទន្លេកុងគានឹងតាំងពីបុរាណកាលមកគេជំនឿជឿថាទឹកទន្លេកុងគានឹងស័ក្តិសិទ្ធិណាស់គេទៅងូតទឹកលាងបាបបានហើយអ្នកនៅចិត្តនៅឆ្ងាយតែងតែងូតទឹកលាងបាបហើយបើម៉ែឪគេស្លាប់ទៅគេដុតហើយគេទម្លាក់ក្នុងទឹកហ្នឹងហើយពី 3000 ឆ្នាំហើយអត់ទាន់បាត់ទេនៅទល់ដល់សប្តាហ៍ថ្ងៃទម្លាក់រាល់ថ្ងៃអាត្មាទៅមើលនៅទីក្រុងចាស់មួយដែលឮតែតាមរោងល្ខោនគឺទីក្រុងពីរាណសីទៅដល់គេហៅវរណស៊ីខ្លះគេហៅបេណារ៉េសទៅតំបន់កន្លែងព្រះអង្គសម្ដែងធម្មចក្រគេហៅសារណាតហើយដល់ទៅវរណស៊ីយើងហៅថាពីរាណសីហ្នឹងឃើញទីក្រុងចាស់សល់ពីបុរាណមកនៅប្របនឹងមាត់ទន្លេហ្នឹងមានទីប្រឆាច្រើនណាស់ជិត100ទីប្រឆាហើយមានសន្តាគារធំនៅតាមមាត់ទន្លេហ្នឹងគេហៅថាសន្តាគាររងចាំស្លាប់មើលតែម៉ែគេទាំងហើមតិចផាត់ផោយហើយគេទៅកក់បន្ទប់ដាក់នៅតាមអូតែលនឹងរៀងខ្លួននៅសណ្ដុកវាស្លាប់ជាចិត្តផ្លូវទៅឋានសួគ៌
nè cái miên cái từ cọ bật tục nâng sân thà kia rong chạm slapហើយញោមណាចង់ទៅកក់បន្ទប់អីក៏ទៅដែរអាត្មាអត់កក់ទេអ្នកដែលនៅឆ្ងាយពីដើមគេដុតហើយគេកើបឆ្អឹងកើបខ្ជុំផេះនឹងយកមកព្រីកក្នុងទឹកនឹងឥឡូវគេមានបច្ចេកទេសថ្មីមួយគេរុំកណាត់ក្រហមរុំហើយចងដាក់លើតំបូនឡានតាក់ស៊ីឡានឈ្នួលមនុស្សជិះធម្មតារុំអាខ្មោចនឹងដាក់ពីលើនឹងអង្គុយជាមួយមនុស្សជាមួយខ្មោចនឹងគ្មានផ្អើលអីបន្តិចហើយបើយើងមិនរត់ជាន់គ្នាទៀតដឹកខ្មោចជាមួយមនុស្សវិញឡានតាក់ស៊ីគេបើកមកគេលើកខ្មោចនឹងចងលើតំបូនឡានដូចអាដេញយើងចងបាច់អស់យើងចងអាដេញបាវអង្គអញ្ចឹងដូចជាគ្មានផ្អើលអីទេបើកដឹកមកដល់មាត់ទន្លេហ្នឹងគេស្រាយអាលមូនខ្មោចហ្នឹងហុចទៅឲ្យអាចារ្យភ្លុកគេដុតរោលតម្លាក់ទឹកហ្នឹងទៅហើយអ្នកនៅចិត្តហ្នឹងចាស់អត់មានលុយកក់អូតែលគេគាត់ទៅដេកផ្ទាល់នៅមាត់ទឹកហ្នឹងប្របេះមាត់ទឹកហ្នឹងអាត្មាឡើងទៅម៉ោង3ម៉ោង4ចិត្តភ្លឺញោមមកដេកឲ្យរដូករណែលជាមួយគោជាមួយក្របីក្រាលកណាត់ម្ដុំហើយដេកដីហ្នឹងហើយសួរថាដេកធ្វើអីគេថាដេកចាំស្លាប់បើវាស្លាប់ជាវាចិត្តមាត់ទឹកគេរុញទៅបន្តិចទៅឋានសួគ៌មកបែបរបស់វាដែរអ្នកក្នុងភូមិក្នុងស្រុកបើកាលណាមានមនុស្សស្លាប់ហើយពេលគេហែសពទៅថ្លៃពីយើងឲ្យទៅហឹងខ្សែជ័យខុសឲ្យទាំងហែតាមផ្លូវអាចារ្យដើរមុខគេមានរៀងកអាញអាចារ្យភ្លុកមានរៀងហំអញ្ចឹងដើរនៅពីមុខគេស្រែកមុនគេរួចអ្នកហែសពអ្នកសែងសពទាំងអស់ស្រែកសន្ធឹកឲ្យស្មើគ្នាគេស្រែកថារាមនាមសច្ចហេអ្នកហែទាំងអស់ស្រែកថាហេអញ្ចឹងហើយមិនសលេងដូចយើងអីសលេងគេមានខូសាក់សលេងគេមានថេនិតរាមនាមសច្ចហេហេគេស្រែកទៅហឹងអញ្ចឹងគេថាឈ្មោះអ្នកស្លាប់នឹងបានទៅឋានសួគ៌ពិតមែននេះពិតមែនប្រែមកថាអញ្ចឹងឈ្មោះអ្នកស្លាប់នឹងបានទៅឋានសួគ៌ពិតមែននេះពិតមែនហ្នឹងថាជាពាក្យនោះសច្ចហេហ្នឹងសច្ចៈហ្នឹងប្រែថាពិតមែនហ្នឹងមកសច្ចហេហេហើយដល់មកដល់ទៅប្រគល់ឲ្យអាចារ្យភ្លុកដុតរូលតម្លាក់ទឹកហ្នឹងទៅគិតមើលថាជា3000ឆ្នាំ4000ឆ្នាំមកតម្លាក់រាល់ថ្ងៃគេស្មានថាកម្រះឆ្អឹងខ្មោចឆ្អឹងមនុស្សនៅបាតទន្លេហ្នឹងកម្រះជាង2ម៉ែត្រហើយគេបូមទឹកហ្នឹងយកមកធ្វើទឹកបរិសុទ្ធផឹកពេញទីក្រុងអាត្មាបានឆាន់គេថ្ងៃដែរហើយគេជឿចឹងនៅស្រុកខ្មែរយើងពីសម័យហ្វូណនសម័យចេនឡាតាមឯកសាររបស់ម៉ាកុនលីននិងឯកសាររបស់ជឿតាខ្វាន់ដែលជនជាតិចិនចុះមកស្រាវជ្រាវប្រទេសខ្មែរពីបុរាណគេថាមានដែរដុតរូលបន្តិចបន្តួចប្រមូលឆ្អឹងនឹងដាក់ក្នុងកោតមាសកោតប្រាក់កោតសម្រិតយកទៅព្រាយបាចចូលបឹងចូលស្ទឹងចូលទន្លេអានេះអ្នកមានហើយអ្នកក្រគ្មានមាសកឡដូចគេទេមានតែក្អមឆ្នាំងដីកើបឆ្អឹងកើបខ្ជុំនឹងដាក់ក្នុងក្អមនឹងទៅតម្លាក់ក្នុងស្ទឹងគេដែរឥឡូវឡើងមានហើយពីមុនសម័យសង្គ្រាមអ្នកនៅតាមមាត់បឹងទន្លេសាបដូចជាកំពង់ភ្លុកចុងខ្នេះអីណាព្រែកតលព្រែកទ្របបាក់ម្រេចអីហ្នឹងមកជួក្បែរហ្នឹងគេថាជាពិសេសនៅលើដើមរាំងមាត់បឹងទន្លេសាបនៅពេលដែលខែវស្សាទឹកលិចលហលហាច់លហំមើលទៅដូចសមុទ្របើមានមនុស្សស្លាប់គេមិននឹងទៅដុតឯណាទេបដែតទឹកត្មងប៉ុន្តែឥឡូវឡើងមានដែរទៅស៊ើបសួរដល់កន្លែងនេះឡើងមានហើយអាបដែតក្នុងទឹកនេះអធិពលជំនឿមួយបែបគេហៅថាជាបណកិច្ចតាមបែបជនជាតិនោះមួយបែបទៀតគេកប់ក្នុងដីអានេះសបោនៅអឺរ៉ុបនៅក្រិចនៅរ៉ូមនៅអាល្លឺម៉ង់នៅបារាំងអានោះសបោណាកប់ក្នុងដីគេហៅម៉ាមីគេបញ្ចុះសពបញ្ឈរមូលសពហើយបញ្ចុះបញ្ឈរទៅក្នុងដីគេហៅដុលម៉ង់គេរកថ្មឲ្យបាន3គេជីកដៅហើយគេបញ្ឈរថ្ម2ដាក់សពនៅកណ្ដាលដាក់ថ្មមួយសកត់ពីលើដូចតុកថ្មអញ្ចឹងឲ្យលុបដីគេហៅម៉ង់ហៀគេរកថ្មមកផ្ទាំងយកមកតពីក្បាលតំណេកខ្មោចចេញមកក្រៅដាក់ខ្មោចផ្ដេកហើយគេដាក់ថ្មក្បាលនឹងបញ្ចេញមកក្រៅគេលុបដីទៅចេញថ្មចង្អុយមកក្រៅហើយគេហៅពិធីកប់តាមបែបសមូហភាពគឺគេលងដបោកឬលងភ្នំសម្រាប់ស្ដេចត្រាញ់ឬអ្នកមានជាន់ខ្ពស់ហ្នឹងដាក់សពនៅកណ្ដាលហើយប្រមូលអ្នកបម្រើមកអង្គុយព័ទ្ធជុំវិញកប់ទៅទាំងអស់គ្នាមកឲ្យទៅពង្រើនៅស្រុកខ្មោចទៀតប៉ុន្តែពិធីហ្នឹងគេលែងគេខូខើពេកកប់មនុស្សទាំងរស់ជនជាតិចិនបុរាណគេកប់សពគេយល់ថាឲ្យតន់ព្រះសិអាជនជាតិចិនសម័យថ្មីអត់បានរឿងសិអាអីទេរឿងអាចារ្យម៉ែមើលតាមក្បួនហងស៊ុយឬរទឹកដីជ័យភូមិកន្លែងល្អកន្លែងអាក្រក់មានដង្ហើមរស់ស៊ីមាននៅនោះទៅវិញប៉ុន្តែពីបុរាណតាមបែបសាសនាពុទ្ធគេថាកប់ឲ្យតន់ព្រះសិអាមេត្រី
ពីព្រោះព្រះកាសបៈដែលលោកដឹកនាំធ្វើសង្គាយនានេះសាវកពុទ្ធយើងនេះលោកបរិនិព្វានទៅនឹងភ្នំកុកដគិរីភ្នំហ្នឹងវាឃុំខ្លួនលោកនឹងទុកនៅសល់តែគ្រោងឆ្អឹងនៅក្នុងភ្នំហ្នឹងកពូល3ឃុំជាប់អាត្មាឡើងដល់កពូលភ្នំហ្នឹងដែរតាប៉ុន្តែសុំហាមអ្នកទៅតាមក្រោយហាមចុចអាកាមេរ៉ាភ្លើងឆ្វាច់ហើយនឹងបាញ់ទឹកអប់កោបឃុំច្រើនណាស់ដេញតិចគ្រោះថ្នាក់វាចាំងភ្នែកវាចុចឆ្វាច់មកឲ្យឃុំប៉ិនជាងអីច្រើនណាស់ហើយឡើងទៅលើភ្នំហ្នឹងគេកន្លែងគោរពបូជាប្រកាសបៈទំនេរគេថាព្រះកាសបៈនេះគេនឹងបូជាសពលោកហ្នឹងដល់ព្រះសិអាមេត្រីត្រាស់ដឹងហ្នឹងហើយគេទៅថតឆ្លោះឃើញឆ្អឹងនៅក្នុងហ្នឹងមែនមានកម្មពៀជាមួយព្រះសិអាមេត្រីកើតជាមតម្រៃប្រកាសបៈកើតជាតម្រៃហ្នឹងមតម្រៃប្រើឲ្យកាន់ដៃក្តៅឲ្យកាន់ដៃក្តៅឲ្យគេមើលដើម្បីបានលុយតម្រៃវាគោរពម្ចាស់វាកាន់ទៅឲ្យលាកដៃយ៉ាងម៉េចក៏កាន់ដែរដោយសារកម្មពៀមកតម្រៃកើតជាព្រះសិអាមេត្រីហ្នឹងហើយតម្រៃកើតជាប្រកាសបៈនោះបានជាព្រះសិអាមេត្រីត្រូវទៅបូជាសពព្រះកាសបៈលើបាតដៃរួចសម្ដែងធម៌ទេសនាពេលហ្នឹងមនុស្សស្ដាប់ធម៌សម្រាប់អ្នកផលច្រើនគេចង់ឲ្យតន់គេនាំគ្នាកប់តាមគេយល់ថាភ្នំហ្នឹងកុកដគិរីហ្នឹងជាភ្នូរបស់ព្រះកាសបៈអញ្ចឹងគេកប់តាមនេះចឹងប៉ុន្តែព្រះសិអាមេត្រីផ្ដាំតាមឧបកុតតាមមេល័យថៃមកអត់ទេអត់អញ្ចឹងទេផ្ដាំតាមមេល័យថៃមកចង់ឲ្យតន់ព្រះសិអាមេត្រីមិនមែនដោយកប់សពទេគឺដោយស្ដាប់លោកទេសនាប្រវត្តិសាងបារមីឲ្យច្រើនដូចជាទេសរឿងវេសន្តរជាដកឲ្យនោះវិញទេបានតន់អញ្ចឹងសោះរីឯចិននៅប្រទេសដទៃមានប្រទេសខ្មែរជាដើមសំណាងហើយនៅរឹសដីរឹសជ័យភូមិអាចកប់បាននៅប្រទេសចិនរាជរដ្ឋាភិបាលចិនគេប្រកាសទូទៅឲ្យដុតទាំងអស់គ្នាទៅហើយដុតដោយភ្លើងហើយនៅចិននៅកូរ៉េនៅអីហ្នឹងគេដុតអស់ពីព្រោះអីបើកប់ទាំងអស់តែគ្នាមនុស្ស100លាននាក់វាត្រូវមានភ្នូ100លានភ្នូដែរអនាគតទៅពេញមួយប្រទេសសិតភ្នូបាត់បើដូច្នេះត្រូវទៅរមមធ្យោបាយបូជាដោយភ្លើងដែរទៅចំណាយពេលតែមួយកន្លែងហ្នឹងទាំងអស់គ្នាអ្នកកើតអេតក៏មកហ្នឹងអ្នកកើតអីក៏មកហ្នឹងដែរអត់បាច់ខាតដីធ្វើភ្នូទេរឿងកប់ក្នុងដីប្រវត្តិរឹសយកទីកន្លែងជ័យរស់ស៊ីមានបាននឹងនិទានមកពីក្មេងម្នាក់ដែលម្ដាយស្លាប់ទៅហ្នឹងវាក្រជាងគេព្រោះតែក្រជាងគេ3ខ្មោចម៉ែហ្នឹងទៅដើររកកន្លែងកប់អត់មានកន្លែងតាណាឃើញធ្លុកកបីដេកកាយកប់ធ្លុកកបីហ្នឹងទៅកប់ហើយដាក់ភ្នូកពុកហើយទៅថ្វាយអង្គមម៉ែនឹងព្រឹកល្ងាចវាស្រឡាញ់ម៉ែពេកហើយខ្លួនវាក្រថ្វាយអង្គមមានស្អីក៏ដាក់សែនដងតាមជំនឿរបស់ជនជាតិគេនោះចេះតែសែនគោរពទេវតានៅជុំវិញនឹងផ្អើលតាមមើលតាមស្រឡាញ់តាមថែអាសាគាត់រស់ស៊ីចេះតែមានបានកើតកាលវាលគុំคล้ายជាអ្នកមានជាងគេប្រចាំភូមិនឹងតម្រងអ្នកស្រុកគេឆ្ងល់ថាគាត់នឹងពីដើមក្រទេអាមិនបានវាមានម៉េះមើលសកម្មភាពវាធ្វើម៉េចឃើញទៅថ្វាយអង្គមគោរពភ្នោម៉ែនឹងព្រឹកល្ងាចអានឹងមាននឹងតំណងមកពីកប់ម៉ែនឹងចំមកកន្លែងមានហ្មងបានជាវាមានហ្នឹងគេយល់ថាអញ្ចឹងដល់ពេលអញ្ចឹងទៅគេទៅពិសោធន៍ថាណែឯងមានបានប៉ុណ្ណឹងដោយសារកប់ម៉ែចំកន្លែងធ្លុកកបីណែឯងចង់ឲ្យមានលើសនឹងទៀតកាយចេញពីនឹងទៅដាក់លើកពូលភ្នំកន្លែងខ្ពស់សំរុំល្អណាស់ថ្លៃធ្នូណាស់ហើយគាត់ជឿតាមគេកាយកោះខ្មោចម៉ែហ្នឹងយកពីហ្នឹងយកទៅដាក់កពូលភ្នំឆ្ងាយនៅកន្លែងខ្ពស់វាឆ្ងាយលែងបានទៅតម្រងមួយឆ្នាំពីរឆ្នាំមិនតាន់អើម្ដងផងកាលនៅចិត្តព្រឹកល្ងាចដល់តែគាត់អាឡ័យលែងបានទៅលែងមានធម៌កតញ្ញូនៅក្នុងខ្លួនដោយលោភលន់នឹងទ្រព្យសម្បត្តិវាធ្លាក់កោតវិញរស់ស៊ីលែងមានទៅបានគេយល់ថាប្រហែលជាដាក់ម៉ែនឹងចំកន្លែងមានបានមានទៅដាក់កន្លែងអត់មានប៉ុន្តែធៀបពិតនៅក្នុងធម៌មកពីធម៌កតញ្ញូទេបើសិនជាកូននឹងដាក់ចំកន្លែងដីល្អប៉ុណ្ណាដោយមួយឆ្នាំពីរឆ្នាំមិនដែលនឹកនាដល់ម៉ែមិនដែលអើឈ្ងោកវាអត់មានរួចទេប៉ុន្តែកន្លែងអន់ប្រហែលធ្លុកកបីដោយឲ្យតកូនមានធម៌កតញ្ញូវានៅតែរស់ស៊ីមានអញ្ចឹងចាជនជាតិខ្មែរយើងឯនេះមានកប់ក្នុងដីដែរប៉ុន្តែកាយត្រឡប់មកវិញដល់ពេលវេលាណាមួយគេកាយមកធ្វើបុណ្យបូជាទៅគេហៅថាបុណ្យលើកធាតុហើយបើអ្នកកប់ក្នុងដីនៅឥណ្ឌូនេស៊ីឯនោះវិញញោមហើយមានជនជាតិមួយនោះជនជាតិភាគតិចគេមានជំនឿប្រកាន់ថាម៉ែឪគេស្រុកកំណើតនៅខេត្តណាស្រុកណាពេលគាត់ស្លាប់ត្រូវទៅនាំគាត់ទៅកប់នៅស្រុកកំណើតគាត់វិញមិនបានម្ល៉េះហើយជនជាតិនឹងឲ្យតែម៉ែឪស្លាប់គេហាយយកទៅស្រុកកំណើតគាត់ទៅកប់នៅក្នុងគេចេះហើយដល់អ្នកមកធ្វើទាហានដាច់បាត់ពូជដំបូស្លាប់អស់នៅតែម្នាក់ឯងមិនដឹងស្រុកកំណើតឯណាអាចារ្យគេមានពិធីអធិដ្ឋានហៅខ្មោចឲ្យនាំផ្លូវទៀតវាមានហោហែវិធីកប់សពហ្នឹង
ឈាមចូលដល់វិធីទី4គឺបូជាដោយព្រះហគីយកលំនាំតាមស្ដេចចក្រនិងប្រពុតគ្រប់ព្រះអង្គគឺបូជាដោយភ្លើងយកប្រធាននឹងយកមកទុកគ្រប់បូជានេះការធ្វើបុណ្យទុកដាក់សាកសពដោយហេតុ4យ៉ាងនឹងគេហៅថាបុណ្យជាបណកិច្ចហើយជនជាតិឥណ្ឌូនេស៊ីមានពិធីមួយទៀតដែលយើងអត់ទាន់រាប់ទេអាចរាប់ថាពិធីទី5គឺទុកដាក់សាកសពដោយឆ្អើរភ្លើងមានមេកន្ទ្រាញមួយចំនួនជនជាតិភាគតិចញោមគេយកមេកន្ទ្រាញគេពេលស្លាប់ហើយគេឆ្អើរភ្លើងនឹងដាក់ពីលើចក្រាននឹងទុកបាន3-400ឆ្នាំឡើងរួញកញ្ញំឡើងខ្មៅក្រឹកដោយអាដែងយើងប្រើល្អីប្រើកជ្រែងជាងអីហើយយើងលែងអមក៏យកទៅព្យួរលើចក្រានណាហើយអាផ្សែងនឹងវារួលទៅឡើងខ្មៅក្រឹកក៏ហើយមនុស្សនឹងចឹងដែរស្លាប់ហើយគេចងព្យួរដាក់លើចក្រាននឹងគេចិត្តដុតផ្សែងពំពួករួលទៅផ្សែងរួលឡើងខ្មៅងីងដោយអាដែងមនុស្សសម្រាប់អញ្ចឹងគេទុកបាន3-400ឆ្នាំយកមេកន្ទ្រាញគេហើយយាយណាចង់សាកឲ្យចៅធ្វើចឹងសាកមើលបាន100ឆ្នាំអានឹងមានពិធីមួយបែបខ្មែរយើងមានតែតម្កល់ដែរដូចជាគ្រូឧបជាយាយចាវិន័យធម៌លោកគ្រូឧបជាអីចឹងមានតែតម្កល់ដាក់ឡតដាក់អីទុកទៅដល់ថ្ងៃណាមួយធ្វើពិធីបូជាវិញអាដែលប៉ុន្តែតម្កល់ហ្នឹងខ្មែរយើងពីដើមមានវិធីតម្កល់ពិសេសមួយប្លែកហ្នឹងតម្កល់យើងសប្តាហ៍ថ្ងៃធ្វើឡឥឡូវនេះគេទំនើបមានឡប្រើខ្សែភ្លើងមកឈូសខ្សែភ្លើងប៉ុន្តែពីដើមគេមានវិធីមួយបែបគេធ្វើស្នូកថ្មហើយគេដាក់សពក្នុងស្នូកហ្នឹងហើយគេលុបដេកខ្សាច់ពេញហ្នឹងទុកតែ3-4ឆ្នាំកាយដេកខ្សាច់ចេញមកនៅតែឆ្អឹងទៅទេសាច់ដេកខ្សាច់ស៊ីអស់ហើយមានពិធីហ្នឹងបើយើងលែងប្រើទៅពិធីហ្នឹងយើងមើលតាមវត្តស្រុកស្រែបុរាណមានឃើញពីងវែងត្រឹមទ្រូងអាត្មាស្រាវជ្រាវសួរនាំពីងហ្នឹងច្រើនកន្លែងមកហើយតាមពិតប្រវត្តិពីងហ្នឹងគេធ្វើដាក់ខ្មោចទៅពីដើមអាពីងប្រឈរវែងត្រឹមទ្រូងហ្នឹងគេសម្រាប់កប់ខ្មោចគេដាក់ខ្មោចក្នុងពីងហ្នឹងគេបញ្ចុះបញ្ឈរឬក៏ដាក់ធៀបម៉ែអីគេប៉ុន្តែឥឡូវពីងហ្នឹងត្រូវប្រសង់យកមកដាក់ទឹកឆាន់ហើយលែងមានដាក់ខ្មោចទៀតហើយពិធីទាំងនេះគេហៅថាជាបណកិច្ចអ្នកចូលរួមក្នុងពិធីជាបណកិច្ចនោះបើសិនជាគ្រាន់តែមានចេតនានឹកឃើញថាទុកខាងកើតមករងទុកទាំងគេទាំងយើងគ្រាន់តែមុនហើយនឹងក្រោយប៉ុណ្ណោះបានអានិសង្ស18កាប់បើសិនជាពិចារណាថាអនិច្ចំមិនទៀងទេម្ដងគេម្ដងយើងប៉ុណ្ណេះបានអានិសង្សនឹងឯង18កាប់ហើយបើពិចារណាទុកខាងបាន17កាប់ពិចារណាថាអត់មែនខាត់ខាំងរាំងរាបានទេអនត្តាអត់ស្ដាប់បញ្ជាយើងទេបានអានិសង្ស20កាប់ក្នុងសត្រាទេសនាក្រែ5និទានពេលដែលពនាងពំពាលោកនិព្វានទៅគេធ្វើបន់បូជាសពពនាងពំពាហ្នឹងគេទេសនាក្រែ5គេសួរពីអានិសង្សខ្មោចគេថាអ្នកដាក់ទៀនដាក់ធូបជួយចូលរួមហែហោមអមដំណើរបូជាសពរៀបចំសពអ្នកនេះឯងកើតឡើងមានលៀបមានយសស័ក្តិមានបរិវារមានទ្រព្យសម្បត្តិច្រើនណាស់គេស្រឡាញ់គេចូលចិត្តគេអាណិតអាសូរលើកតម្កើងតម្លើងយសតម្លើងស័ក្តិនេះអ្នកបូជាសពសូម្បីក្នុងគម្ពីរធម្មបទលើកឡើងពីយសកលបុត្រដែលជាកូនរបស់នាងសុជាតាកើតឡើងនៅលើគំនរទ្រព្យសម្បត្តិដូចជាស្ដេចមានស្រីស្នំក្រុមមកការអ្នកភ្លេងដេញដំប្រគុំផ្លុំកូនទ្រព្យសម្បត្តិច្រើនណាស់នាងសុជាតាសុំពីទេវតាបានមកកូនហ្នឹងហើយកូននេះថ្ងៃមួយដេកលក់ភ្ញាក់កដាលអាត្រៀតឃើញអ្នកភ្លេងដេកលក់អស់ហលីងចងេងចងាងពិចារណាថាដូចក្នុងព្រៃខ្មោចចោះចេញទៅជួបព្រះបានសុំស្ដាប់ធម៌ហើយបានបួសរួចចាក់ទុកបាត់ហើយជួយទាំងម្ដាយទាំងឪពុករួចចាក់ទុកជួយទាំងមិត្តភក្តិរួចចាក់ទុកគេថានឹងអានិសង្សមកពីអីដែលមានទ្រព្យសម្បត្តិច្រើនយ៉ាងនេះថាពីជាតិមុនដើរជួយចូលរួមបូជាសពឲ្យគេដើរជួយចូលរួមជាបណកិច្ចបុណ្យខ្មោចគេថ្ងៃមួយមានស្រីម្នាក់នោះស្លាប់ទៅជាលះជាព្រៃអត់មានបងប្អូនក៏អាណិតណាស់គ្នាអត់មានកូនចៅក៏យកស្រីនោះទៅចូលរួមបូជាហើយក៏ពិចារណាឃើញភ្លើងវិឆេះនៅស្បែកប្រព្រោះពពាលក៏ថាណែអ្នកទាំងអស់គ្នាមើលណែអំបាញ់មាញ់ល្អសោះឥឡូវនេះដោយគោពពាលពិចារណាប៉ុណ្ណឹងសង្វេគប៉ុណ្ណឹងជាបច្ច័យបានសម្រេចអរហត្តរួចចាក់ទុកជួបនឹងព្រះបានចាក់ទុកនឹងដោយសារពិចារណាប៉ុណ្ណឹងមើលញោមមើលឃើញដែរនេះអានិសង្សអ្នកមកចូលរួមបន់សពសម្រាប់អ្នកនៅរស់ពិចារណាមានច្រើនទៀតក្នុងពិធីជាបណកិច្ចកលេចមើលជើងសសររោងគេរុំដោយកណាត់ពណ៌សនិងពណ៌ខ្មៅតបូលរោងគេដាក់ពណ៌សនិងពណ៌ខ្មៅខ្លោងទ្វារចូលមកភាកច្រើនគេដាក់តុងសជាសញ្ញានៃសេចក្តីស្លាប់ចុះចាញ់ស្ដេចមច្ចរាជជាសញ្ញានៃ24ប្រការជាសញ្ញាកុំឲ្យអមនុស្សមកបៀតបៀនតាមបញ្ជារបស់ឧបគុតហើយគេដាក់ខាងស្ដាំថាប្រុសស្លាប់គេដាក់ខាងឆ្វេងថាស្រីស្លាប់គេដាក់ទាំងពីរថាស្លាប់ទាំងពីរនាក់កលេចឃើញរូងគេតុបតែងលម្អដោយពណ៌សនិងពណ៌ខ្មៅអ្នកមកកាន់ទុកក៏មានតែពណ៌សនិងពណ៌ខ្មៅពណ៌ដូចសក់មនុស្សពីដើមខ្មៅដល់អាយុទៅវាស
rồi tờ so nâng chia sẻ nhà tung so trên máu ai thì tiết slap đi khné ấy chẳng khmênh có mal trong so tờ so về chạp slap chăm về so aiแต่อยู่tới công là so còn bạch bạc không bị nhắm liên ở so ấy công về so ai hẹn ấy ban cái đặt po so nâng po khăm áo cái thà so nâng thay hạt khăm áo nâng sung thọ bay chuột luôn thọ buồn chuột sạch thọ mùi cắt phát đánh nở so thọ pi bay chuột luôn ấy khla anh ấy trắng tộc khang anata từng ọt khné miền từng ọt khné anh ấy trắng về ọt tiếng tộc khang chỉ tộc anata mình đãเป็นchia như thọ buồn chuột sạch cứ đấy tập lương cho vô tập đốt vô tập bô chi tới phải cho khai tới giờ đây tập lương cho với dương nâng robot đây thì dương nâng nặng snow đây thì robot niên công hình đó đàm chơi đòn lớn đây dương đàm chơi dương đàm xoáy đòn lớn đây nhóm đàm chơi nhóm đàm quật đòn lớn đây nhóm đàm quật nhóm và nó nhóm này cán mà lớn đây nhóm có robot đây đài anh ấy phải đôi kia chẳng ai chẳng dương bom niên hình thì tiết tôi cô nói niên hình vậy nha bạn cái thà là nông mình đang miền thâm mỏ xây lo mình đang miền đấy sừng cốt nơi trong là xây tầm rây lục buôn đang tục ai lưu giấy đọc sai ngày rồi cái thà vịt này pel prep đào trường 4 ngày bình sầm luôn đào trường pí đào pel Brazil chụp Rossi chmua nhi rịp smart đào trường 3 cái thà mẹ thưa ót tới mẹ nới ót chui thưa anh đang có đàm chui nhôm nhiệt bút thọ bò sạch thò mùi cắt phát đắt cứ xịt cái đây slap nở so thò pí cứ khăm áo nâng so nâng ai cứ bon hơi nâng ba khăm áo nâng ba so nâng bon khăm áo nâng cầu so nâng cầu so khăm áo nâng tục kia dây đam so nâng tục kia xa chẳng cào thì slap tới nở so tập pí so hà khăm áo nâng ai ban chỉ bon so cái đặt bò so bò khăm áo nângตรอบสมบัติมีไปเลยกะประกาศจะเปียเกหรือก็เกจะเปียยืนกันไปชี้กันบำนอลไอ้ไงนั้นเอาให้เอาเสร็จอะไรแรงมินดังแรงมินตีบำนอลอะไรพินาที่ไทยเอาการมาเสร็จแต่กุลอยเกตั้งอ๋อการยืนเมาโยสไอ้คลาเมาเมียนตะครูนี่เลยกะบอเกเนอเลือดได้นี่ที่อะไรยืนเตยวิ่งตกไอ้เกวิ่งเตยตะครูจังได้ขมิ้นโยไอ้ที่โยตำปืนบอลแต่ยืนถือตะปนอเตยโดยยืนแต่เด็กแต่สนักเอาตายเกจังจอมาวิ่งอัดเมียนเสร็จโยบอเกเมาตะครูวิ่งได้อย่างนั้นมันยืงมาการประดับซ้อนเลือดใดนี่เตยวิ่งกบเมียนเยอะไอ้เตยเมียนแต่อำเภอละอ้อคือบอลหอยนังปาคือซ้อนงาขมายด่านจริงปองพลังขมายคลังเชียงเตยกลายปาซอคลังเชียงเมากลายบอลนี่โยมเย็ดพุทธบริษัทเกยหายสอบปีปลายเลี้ยปรีเป็นแผ่นใดจีสัญญาทะยืงการจักชื่อสลับการจักชื่อสลับจังยืงเจ้าเรียเป็นแผ่นใดจังเชียดนังสลับในกระปงสปื้อเจ้าจังในกระปงสปื้อเชียดมนสลับในเสียงเรียบเจ้าจังในเสียงเรียบเชียดมนสลับในสตังไตรเจ้าจังในสตังไตรรอบเชียดรอบเลียนแซนมื่นเชียดเมารอบมันออกเจ้าจังเป็นแผ่นใดโดยเกปลายสไลปลายเลียนจังไงเกดดเตียนกาเตียนแช่ปีดาวมอเราตีบังคับออกกระมุนลดโดยยืงรู้รอไงดาวซาจุ่มหายเรื่องเตียนเป็นเย็นเราบอกยืงเลยรู้อายุยืงเลยออกอายุสลับโดยทีเกเก่าเชียนทบงสักอยู่ตัววิออกยางนายุยืงวิออกอาหารตาชีวิตเตโอปโรจเตอายุขยเตมาจานางกรตีนางเวอตกังอายุรูปเรียงกายยืงเจตออกเตอโดยตักตึงดตักวิเจตริงเตอาจังยืงยังรอไงออกอายุตักดองทำไมบักก็ลองมายกนั่งเตอที่ออกอายุมันติดนะปีมาทั้งไงยืงการนักขัดจิตโรสิกได้สลับอยู่ต่อตึงมกสลับตั้งอ๋อเบิกเกิดเมื่อเตอร์ทั้งนั้นมันเป็นบ่มเพยโยมเย็ดได้พายางอยู่บ่มพอดปีโรยชนำเทียนมารุมนั่งเตอร์ตั้งอ๋อคันนี้บางเมียนกิจทบอลในกระไรนั่งปีโรยชนำเทียนมกลบเตะกอมแมนจังนะมกเนี่ยสลับทอกอมแมนจังนะให้เจ้ายืงเตอร์นะอาตมาติโชมือกำโนกบาลขมาวมือเจ้ามือล้างเสียบโคลนไอ้มืออันปีโรยชนำเทียนโดยตะเกียจังได้เกียมากันไอ้อัดดังเลยจุดนี้นั่งยังไหวอยู่เลือของทับปีโรยนะเปิดตามตัดเบียมดอนและยางอยู่มาโรยชนำเทียนเตอร์อ๋อให้ทำไมบักมาชนำทำไมบักมาชนำทำไมบักดอนไงโดยในหายบานจินโลกเอาพิจารณาบอลสอบในบานอานิสองคลังคลาปปีโดยการพิจารณาเบอร์นามาแต่อันเชตเตอร์เถอะจวบใส่หอบองโอนมินเมียได้กับเอาถ้าอันมันอาจมันชโลกบานบอลแต่เชียงเคจังเตยบอลตีปีเกหาอุทาบอลเมรณะสังครัวคือเกสังครัวดอนเนี่ยสลับสังครัวดอลกรมครัวซาเนี่ยสลับดาวท้อบนยางครัวซาเนี่ยสลับเคลียเมียนตกเบอร์เนี่ยสลับมาช่วยโจรวมบิสบายตกคลาบ้านเกหาถ่ายโจรวมรวมแหลกตกบ้านเนี่ยสลับมันเมาโจรวมเทคเนียเมียนตกปีตกตีมวยหยิดมัดสลับตกตีปีเนี่ยสลับมันอาปื้อบ้านประพุทธเอายืมช่วยสังครัวเคลียหาถ่ายบอลเมรณะสังครัวประพฤติตื้อดาวท้อบนยางป
ទី1ទៀនអ្នកទី2ពយៈវច្ចៈទី3អត្ថចរិយាទី4សមាណត្តតាទី1ទៀនអ្នកមកចូលចាប់មគ្គផលតាមមានតាមបានតិចតួចស្ដួចស្ដាងយ៉ាងណាតាមអធិស្ស្រ័យទី2ពយៈវច្ចៈមកជួយពោលពាក្យពិរោះពិសាជួយសោតជួយស្មូតសោតធរអាជួយដាស់តឿនក្រើនរំលឹកគ្នាកំពុងមានទុកមុខក្រៀមក្រំគិតអីមិនចេញតតែអ្នកស្រុកអ្នកភូមិមកជួយប្រាប់ឯទី3អត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាកុំចាំតែគេជួលអីចេះអីជួយនឹងទៅចេះដាំទឹកក៏ជួយដាំទឹកចេះស្លក៏ជួយស្លចេះរៀបបន្លែបង្អែមក៏ជួយទៅឯទី4គេហៅថាសមានណត្តតាទម្លាក់មានអ្នកឲ្យទៀតមកកុំឲ្យប្រកាន់ថាអញមានជាងគេអញខ្ពស់ជាងគេអញអ្នកធំទៅជួយខ្វល់ខ្វាយអីអ្នកក្រអ្នកទៅទៀតមានប្រយោជន៍អីអត់ទេជីវិតមួយដូចគ្នាអ្នកមានអ្នកក្រអ្នកល្អអ្នកអាក្រក់ស្លាប់ដូចគ្នាកើតមកជាតិធាតុមកចានគង់តែស្លាប់ដូចគ្នាទេបើយើងមកជួយគេគេទៅជួយយើងដែរបើដូច្នេះគ្នាមានទុកយើងមកជួយគេផងដល់តែយើងមានទុកគេទៅជួយវិញបានព្រះអង្គឲ្យយើងទម្លាក់មានអ្នកមកជួយគ្នាបុណ្យនេះគេហៅថាបុណ្យមរណៈសង្គ្រោះចប់បុណ្យទី2ចូលបុណ្យទី3គេហៅថាបុណ្យតក្ខិណានុបទានគឺការបញ្ជូនកុសលផលបុណ្យទៅឲ្យអ្នកស្លាប់បន្ថែមទៀតពីព្រោះអ្នកស្លាប់ទៅអត់យកលុយយកមាសពេជ្រប្រាក់កាសទៅបានទេមានតែបុណ្យជាប់តាមខ្លួនបើអញ្ចឹងបើបុណ្យនឹងច្រើនអាចមកកើតជាមនុស្សទេវតាវិញប៉ុន្តែបើខ្វះបុណ្យអត់បានមកទេម្ល៉េះហើយបានយើងអ្នកនៅរស់នេះបញ្ជូនបុណ្យបន្ថែមទៅទៀតផ្ញើសហុយផ្ញើដើមទុនឲ្យគាត់ឲ្យបានច្រើនគឺធ្វើបុណ្យតក្ខិណានុបទានធ្វើថ្ងៃស្លាប់គេហៅថាមគ្គកទានមគ្គកផាត់ធ្វើថ្ងៃនេះគេហៅថាបុណ្យ7ថ្ងៃធ្វើថ្ងៃក្រោយទៀតគេហៅថា100ថ្ងៃធ្វើលើសពីនោះទៀតគេហៅថាបុណ្យខួប1ឆ្នាំ2ឆ្នាំធ្វើឡើងរាប់ថ្ងៃគេហៅថាបុណ្យតក្ខិណានុបទានសរុបទាំងអស់គឺតក្ខិណានុបទានគឺកម្មវិធីបញ្ជូនទាននឹងពីអ្នកនៅរស់ទៅឲ្យអ្នកស្លាប់តាមបែបជំនឿសាសនា100ថ្ងៃមកពីមានជំនឿជឿថាអ្នកស្លាប់ទៅនេះបើមានបុណ្យខ្លាំងទៅកើតក្នុងឋានសួគ៌បើមានបាបខ្លាំងទៅនរកប្រែតហើយចុះបើបាបហើយបុណ្យស្មើគ្នាឲ្យទៅកើតឯណាជេរគេក៏ជេរនិយាយដើមគេក៏និយាយបុណ្យក៏ធ្វើសិលក៏ធ្វើហើយតែខឹងគ្នាទម្លាក់ចានស្រាក់ជេរពីចោលគ្នាផ្លែតចាក់ចុចនិយាយនេះវាខូចចេះតើនោះវាខូចចុះស្រួមធ្វើទៅបុណ្យគេបាត់ស្បែកជើងជេរពីចោលគេក៏មិនដឹងពាក់ស្បែកជើងគេមកជំនួសស្បែកជើងឯងក៏មិនដឹងដែរហើយចឹងមានបុណ្យខ្លះមានបាបខ្លះវាមិនដាច់ស្រេចដូច្នេះមិនតាន់ឲ្យទៅកើតជាមនុស្សទេវតាទេតើទៅកើតឯណាចូលសំណាក់យមរាជយមរាជសួរនាំរកបុណ្យបន្ថែមទៀតបើយើងនឹកឃើញឆ្លើយបុណ្យរួចតែបន្តិចមកគឺថាថែមខាងបុណ្យឈ្នះអាចមកកើតវិញបានហើយបើសួរទៅរនឹកអីមិនឃើញទេយមរាជជួយរនឹកក៏រនឹកមិនឃើញសួរទេវទូតក៏ឆ្លើយមិនរួចទៀតគេឃុំទុកនៅក្នុងអត់តាន់ឲ្យមកចាប់ជាតិកំណើតទេគេឲ្យមកថ្ងៃណាគេឃុំដល់ថ្ងៃណាគេឃុំដល់ថ្ងៃ100ដល់ថ្ងៃទី100បានយមរាជធ្វើសាវនាការម្ដងទៀតហៅមកជំរះក្តីម្ដងទៀតថាយមបបាលើនៅនេះស្លាប់មកគ្រប់100ថ្ងៃហើយមិនតាន់បានទៅចាប់ជាតិកំណើតកើតជាមនុស្សទេវតាឥឡូវថ្ងៃនេះជាថ្ងៃទី100ហើយអ្នកឯងនាំគេទៅមើលចុះបើមានបងប្អូនកូនចៅណាធ្វើបុណ្យឲ្យគេមកទទួលផលបុណ្យនោះហើយទៅកើតជាមនុស្សទេវតាវិញចុះបើគ្មានអ្នកណាធ្វើបុណ្យឲ្យទេនាំគាត់មករងទុកនៅទីនេះបន្តទៀតបានជាមនុស្សយើងសិក្សាឃើញតែនឹងនាំគ្នាធ្វើបុណ្យឲ្យតនថ្ងៃទី100ហៅថាបុណ្យ100ថ្ងៃមិនមែនប្រពុតអ្នកបញ្ជាទេគេសិក្សាឃើញទៅគេបង្កើតឯងអញ្ចឹងមកហើយចុះបុណ្យ7ថ្ងៃវិញយ៉ាងម៉េចដែរបុណ្យ7ថ្ងៃនេះនៅលើប្រទេសកម្ពុជាយើងនេះមានឥទ្ធិពល3ប្រភពនោះប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានវប្បធម៌ជាតិសាសន៍ចម្រុះដែលគេហៅថាជាតិព័ន្ធុបវិជាប្រទេសនេះឆ្លងកាត់វប្បធម៌ប្រែប្រួលច្រើនដែលដូរឈ្មោះ3កន្លងមកហើយពីដើមគេហៅថាសវណ្ណភូមិកន្លែងកើតមាសកើតប្រាក់បន្ទាប់មកទៀតសវណ្ណភូមិកន្លែងកើតមាសកើតប្រាក់វាស្មើនឹងពាក្យថាកម្ពុជាព្រោះកម្ពុជានឹងប្រែថាមាសជានឹងកើតបន្ទាប់មកទៀតគេហៅថាឥណ្ឌូចិនព្រោះតំបន់នោះនៅចន្លោះប្រទេសឥណ្ឌានិងប្រទេសចិនឥឡូវសពថ្ងៃទៀតគេហៅថាអាស៊ីអាគ្នេយ៍ជាប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ចូលជាសមាជិកជាមួយគេហៅថាអាស៊ានប្រទេសនៅតំបន់នេះសម្បូរដោយវប្បធម៌ចម្រុះជាតិសាសន៍យ៉ាងច្រើនគ្រាន់តែឥទ្ធិពលនៃបុណ្យ7ថ្ងៃមួយនេះមានឥទ្ធិពលយ៉ាងហោច3ប្រភពកាលពីដើមឡើយយើងមិនទាន់មានព្រហ្មញ្ញសាសនានិងពុទ្ធសាសនាប្រជាជននៅលើដែនដីហ្នឹងគេមានជំនឿដើមរបស់គេមួយដែរដែលអ្នកសិក្សាឲ្យឈ្មោះថាសាសនាអូស្ត្រូអាស៊ីគឺជឿទៅលើអរូបអរិយតាម្ចាស់ទឹកម្ចាស់ដីយើងមានជំនឿដើមរបស់យើងមួយដែរតាបានសតវត្សទី1មកយើងទទួលព្រហ្មញ្ញសាសនាពីឥណ្ឌាមកទេហើយបានក្រោយពុទ្ធសតវត្សទី3បានចាប់ផ្ដើមទទួលពុទ្ធសាសនាមកមួយទៀត
chẳng dưỡng chết hay tuôn bờ to hay mà sọp ngay tuôn sa na pi ở rop pi chân mau khla tiết mà đôi trên atipol chốt trong sọc khmer tam lũng đạp cao pi dương đây chưa sa na đa sa na Australia cái chưa tha mà nô slap tới ở toàn đằng luôn tê ở đằng luôn tha slap tê tôi là thằng ngày ti bẩm pel bàn đằng luôn tha slap nơi thằng ngày ti bẩm pel đó đằng luôn đã slapไปมาหายគេមិនស្ដីរយនិយាយរគេស្ដាប់មិនលឺឃើញរបស់ខ្លួនឯងចាប់កាន់មិនបានក៏យំសោកស្ដាយដឹងថាអញស្លាប់ហើយបានមានពាក្យថាខ្មោចយំស្ដាយក្រោយដឹងហើយថាខ្លួនស្លាប់មកចោលកាលនៅពីមនុស្សមិនគិតខំធ្វើបន់ឥឡូវស្លាប់មកទៅទេអ្នកស្រុកតកែវកពតយើងកំពុងស្ពឺអីក៏មានខ្លះដែរអ្នកខ្លះឃើញក្មេងៗដើរមិនចូលផ្ទះមិនជួយធ្វើការម៉ែឪដល់ឥឡូវឃើញគេភ្ញាក់អាលឹកមកជួយធ្វើការម៉ែឪចាស់ថាយីអានេះទឹមភ្ញាក់ខ្លួនមើលតែខ្មោច7ថ្ងៃដឹងមកពីយល់ថាអ្នកស្លាប់7ថ្ងៃដឹងខ្លួនអានេះជំនឿដើមទេគេរៀបចំសំណែនសែនព្រានថ្ងៃទី7គេថាថ្ងៃដឹងខ្លួនរបស់ខ្មោចវប្បធម៌ព្រហ្មញ្ញសាសនាផ្សាយចូលមកទៀតអតិពល7ថ្ងៃគេថាអញ្ចេះគេជឿទៅលើព្រលឹងព្រហ្មញ្ញសាសនាអប់រំមនុស្សឲ្យជឿទៅលើព្រះព្រហ្មព្រះវិស្ណុព្រះនរាយណ៍ព្រះសិវៈគោរពទៅតាមគម្ពីរសាមវេទយជ្ជវេទអដ្ឋរវវេទគម្ពីរឧបនិស្ស័តហើយគេថាមានលទ្ធិតបយោគៈមានលទ្ធិសិវលង្កៈមានលទ្ធិបលឹងនិយាយពីក្បួនព្រហ្មញ្ញសាមវេទយជ្ជវេទការមុនគុំអូមអាមកាប់ខុសមិនមុតបាញ់ខុសមិនត្រូវដុតខុសមិនចេះអីអ្នកខ្លះចេះដេញពលាចេះរឹសខែឆ្នាំបោកដកគុណចែកប្រសាជូតផ្លូវខាលថោះរោងម្សាញ់ថ្ងៃល្អអាទិត្យសៅរ៍អាទាំងអស់គ្រប់គ្នានឹងចេះមកទល់សពថ្ងៃតាគាត់ចេះសល់អតិពលពីព្រហ្មញ្ញសាសនាមកចេះទោះចេះទាយដេញខែដេញឆ្នាំហ្នឹងដេញចុះដេញឡើងថ្ងៃល្អឃើញទៅសៅរ៍អាទិត្យទាំងអស់ឆ្នាំណាក៏ដោយកូនកើតឆ្នាំណាក៏ដោយរាប់ជុតប្រគុណចែកប្រសាជ័យមេបោះមេប្រគុណរាប់ជូតឆ្លូវខាលថោះឡើងថ្ងៃល្អសៅរ៍អាទិត្យគ្រប់តែគ្នាហើយអាក្បួនអស់ហ្នឹងវាចេះពីអតិពលព្រហ្មញ្ញសាសនាគេថាមនុស្សម្នាក់មានបលឹង9ដណ្ដប់លទ្ធិបលឹងយាយខ្លះគាត់ឃើញចៅគាត់យំភ្ញាក់ភ័យគាត់និយាយថាអើយបលឹងហើយ9ដណ្ដប់ហើយចូលឲ្យសពគ្រប់មកបលឹង8 9ដណ្ដប់សពគ្រប់ចូលមកសពថ្ងៃនៅមានខ្លះគេនៅថាអញ្ចឹងមកពីគេយល់ថាមនុស្សម្នាក់នៅមានបលឹង9ដណ្ដប់មនុស្សតែភ័យលួសបលឹងកើតជំងឺមួយជំងឺលួសបលឹងឈឺជ្រុះសក់អាចារ្យគេធ្វើពិធីតងបលឹងមានតម្រាហៅបលឹងនៅស្រុកខ្មែរមកអើយមកផ្ទះយើងការពារទ្រព្យសម្បត្តិយើងវិញគេកាន់អំពៅខ្មៅគេកាន់ឈ្មោះគេណាសូត្រជាប់តងបលឹងគេណាហងហានហ្នឹងហើយបលឹងហ្នឹងច្រើនពេកប៉ិនខាងលបោឲ្យតែជិះម៉ូតូជាមួយចៅលេងតកង់ត100ជាងបលឹងចេញដល់ចុងសក់ចង់បលឹងចង់ចេញស៊ីបលិតហើយឲ្យតែភ័យអីបន្តិចទៅរត់មកប្រាប់គេថាមិនភ័យលួសបលឹងណាមានន័យថាបលឹងហ្នឹងវាអាលួសទៅខ្លះបាត់ហើយបើថាដើរយប់ឬទៅកដោបល់ព្រឹករត់ប្រុចមកប្រាប់គេថាមិនបលឹងចង់សក់មានន័យថាបលឹងចេញដល់ចង់សក់បាត់ហើយតែបន្តិចទៀតរវល់បាត់ហើយឲ្យតែភ័យប៉ិនខាងលួសបលឹងម្លោះហើយគេថាបលឹងមានដល់9ដណ្ដប់គេរាប់អាម៉េចបានថា9ដណ្ដប់ដីទឹកភ្លើងខ្យល់បលឹង4បើមិនជាបលឹងខ្យល់នៅមាននៅដកដង្ហើមមនុស្សអត់តន់ស្លាប់បើស្ទាបទៅនៅបលឹងភ្លើងនៅរស់នៅក្តៅក៏អត់ស្លាប់បលឹង4ហ្នឹងតែដាច់មួយណាទៅឲ្យដាច់បលឹងទឹកក៏ស្លាប់បលឹងដីចំណីអាហារក៏ស្លាប់បលឹងខ្យល់ក៏ស្លាប់នៃបលឹងធំពុទ្ធសាសនាថាមហាភូតរូបខណ្ឌ5រូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណយើងហៅខណ្ឌ5ព្រហ្មញ្ញសាសនាគេថាបលឹង5ទៀតបូកទៅ9ណា5និង4 9គ្រប់ទ្វារភ្នែកតិចច្រមុះស្បែកមកជុំវិញនឹងមាន10ទ្វារគេថាមានបលឹង10នៅតាមមាត់ទ្វារនោះទៀតសរុបទៅ9 10របស់គេមែនក្នុងមួយថ្ងៃមានអ្នករសាបលឹង4នាក់ទៀតយើងកុំឲ្យដឹងអីមិនតិចយើងម្នាក់ហ្នឹងមានអ្នករសាបលឹងយើង4នាក់ទៀតយើងមើលអត់ឃើញទេណាពេជ្រប្រាជ្ញពេជ្រប្រាំពេជ្រខុនពេជ្រធានដាក់វេនគ្នាថែរសាម្នាក់ពីព្រឹកទល់ថ្ងៃត្រង់ម្នាក់ពីថ្ងៃត្រង់ទល់ល្ងាចម្នាក់ពីល្ងាចទល់កដាលអាត្រិតម្នាក់ពីកដាលអាត្រិតទល់ភ្លឺរសាធ្វើអីចាំឲ្យសញ្ញាមកម្ចាស់ខ្លួនតាមរយៈញាក់មុខញាក់មាត់ញាក់ភ្នែកញាក់ដៃញាក់ជើងញាក់ច្រមុះញាក់ក្បាលយល់សពនឹងប្រផ្នូលផ្សេងដូចជាឲ្យសញ្ញាឲ្យតំណែងមកប្រាប់ម្ចាស់ខ្លួននិយាយខ្លះរៀបចេញទៅណាទាញតកង់ទៅកចាញ់ចែកលោតស្ទាក់មុខគេថាទៅធ្លាយកង់តាមផ្លូវអ្នកខ្លះគាត់ចំណាំថា7ពេកហើយចូលផ្ទះគាត់ថាអញមានលៀបមានភៀវអ្នកខ្លះគេថាខ្ញុំចំណាំតែឆ្កែអូពូចូលផ្ទះមានភៀវដែរអ្នកខ្លះគេថាខ្ញុំតកែយំលើសពី20ទៅនឹងមានលៀបហើយយំមិនដល់20ដេញចាក់ធ្លាក់លើផ្ទះអ្នកខ្លះគេថាខ្ញុំបើញាក់ជើងគេប្រមូលដើរលេងបើញាក់ក្បាលមានភៀវមកអ្នកខ្លះថាខ្ញុំបើញាក់ភ្នែកអាឆ្វេងអានឹងមានរឿងបើញាក់អាស្ដាំមានលៀបធ្លាប់ចំណាំអញ្ញាភ្នែកឆ្វេងមកបនគេព្រឺតខ្ញុំដំបងមិនជឿទេ
ដល់តែញាក់ភ្នែកឆ្វេងខ្ញុំចំណាំថាមានរឿងមានចេះតែមានរហូតឥឡូវមកបនគេញាក់ភ្នែកឆ្វេងព្រឹកអញមិននៅទេខ្លាចមានរឿងទៅផ្ទះសិនទៅដល់ឆ្លោះជាមួយតាយំហូតទឹកភ្នែកប្រព្រឹត្តយប់ឡើងវាគិតមិនមែនមកពីអញញាក់ភ្នែកឆ្វេងថ្ងៃក្រោយមកបនគេញាក់ភ្នែកឆ្វេងទៀតអញថ្ងៃមុនប្រញាប់ទៅឆ្លោះជាមួយតាអញហ្នឹងអញមិនតន់ទៅចាំឲ្យគាត់រឿងសិនចាំដល់តែយប់ស្ងាត់បន្តិចចាំទៅក៏យកស្បែកជើងបាត់បង្ហើយជិះម៉ូតូទៅម៉ូតូធ្លាយទៀតជៀនដេកអស់ទៀតតម្រាំដល់ផ្ទះកណ្ដាលឡាទៀតអញថាកិច្ចពីរឿងមកជួបរឿងទៀតដែរម្ល៉េះហើយវាញយគាត់ក៏ចំណាំអារឿងញាក់ភ្នែកហើយគាត់ឆ្ងល់ថាចុះអាមិនគាត់ភ្នែកដឹងមុនអញដឹងពីណាមកគេថាអ្នករសាព្រលឹងប្រាប់ហើយបើញាក់ភ្នែកឆ្វេងញាក់ភ្នែកស្ដាំគាត់មានលៀបហើយតាខ្លះថាខ្ញុំមកបើញាក់មាត់ស្ដាំព្រឹតខាងលើហ្នឹងបើមិននិយាយវាធ្វើនំនេះចៅយកនំមកជូននៅថ្ងៃនេះហើយបើថាញាក់មាត់ឆ្វេងអាក្រមទេកុំសង្ឃឹមឆ្លោះគ្នាទៅដល់ថ្ងៃនេះបកាយគ្នាញ័រមាត់អារឿងប្រភ្នូលអារឿងអីទាំងអស់គេថាអ្នករសាព្រលឹងហ្នឹងគេប្រាប់ហើយគេថាព្រលឹងទាំង19ហ្នឹងឯងតែពេលមនុស្សណាចិត្តស្លាប់ព្រលឹងខ្លះចេញទៅហើយខ្លះតាំងពី6ខែខ្លះ3ខែខ្លះ1ខែចាប់ផ្ដើមចុះចោលយើងហើយបានជាពីដើមសម័យកាន់សាសនាព្រាហ្មណ៍មនុស្សឈឺធ្ងន់គេហៅអាចារ្យតងព្រលឹងសិនបើព្រលឹងចូលគ្រប់មនុស្សនឹងរស់វិញបើព្រលឹងចូលមិនគ្រប់គេខ្សឹបកូនចៅឲ្យធ្វើបន់ទៅមិនគ្រប់ទេទៅព្រលឹងទៅបាត់ខ្លះហើយដល់ព្រលឹងវាចេះតែចោះចេញទៅអ្នកខ្លះគេសោកតងព្រលឹងគេសែនព្រលឹងសកត់ព្រលឹងច្រើនណាស់គ្រាន់តែគេប្រកបកូនក៏គេសកត់ព្រលឹងដែរគេការអីគេស្ដាប់ហៅព្រលឹងដែរខ្លាចព្រលឹងមកអត់ហើយដល់តែពេលអញ្ចឹងទៅគេឃើញលោកថតគេថាអូឌីគុណនោះមានព្រលឹងដល់តែលោកព្រលឹងច្រើនហើយដល់តែឃើញលោកស្គមទៅអាត្មាអូឌីគុណនេះអត់សូវមានព្រលឹងទេថាអាត្មាព្រលឹងតិចព្រលឹងចេញទៅអស់ខ្លះមនុស្សនឹងចេះតែផ្លិចចេះតែភ្លៀងចេះតែមានប្រភ្នូលចម្លែកហើយចិត្តស្លាប់ខ្លះយល់សពចេះយល់សពចោះឃើញគេមកហៅឃើញគេមកយកឃើញអន្តនូពាក់លើខ្លួនឃើញអីផ្លែកចឹងទៅហើយជើងកាស្លាប់ដៃស្លាប់ជើងស្លាប់កោសិកាផ្លិចភ្លៀងអីបដាព្រោះអស់ព្រលឹងហើយអាទ្វាទាំង10នឹងបជាលែងកើតដែរព្រលឹងរត់ចេញដល់ថ្ងៃស្លាប់គេថាព្រលឹងធំចេញនៅព្រលឹងរាយរងទៀតមិនតាន់អស់អាព្រលឹងរាយរងគេថាវាទៅនៅថ្ងៃទី7ដល់ថ្ងៃទី7ហ្នឹងព្រលឹងរាយរងវាទៅហើយដូច្នេះអ្នកកាន់សាសនាព្រហ្មញ្ញអ្នកកាន់សាសនាព្រាហ្មណ៍គេរៀបសំណែនសែនព្រេនក្នុងថ្ងៃទី7គេថាជូនដំណើរព្រលឹងឲ្យព្រលឹងនៅរាយរងហ្នឹងប្រមូលយកបុណ្យកុសលហ្នឹងទៅជួបជាមួយព្រលឹងធំចាប់ជាតិកំណើតកើតថ្មីទៀតហើយអញ្ចឹងវាមាន7ថ្ងៃដែរគឺសែនដំណើរព្រលឹងតាមព្រហ្មញ្ញសាសនាឥឡូវយើងឃើញ2មួយសាសនាអូស្ត្រូអាស៊ីជំនឿដើមគេជឿថា7ថ្ងៃខ្មោចដឹងខ្លួនគេសែនមួយទៅឥឡូវទី2ព្រហ្មញ្ញសាសនាគេជឿថាព្រលឹងនឹងទៅឲ្យអស់ឥឡូវដល់ពុទ្ធសាសនាយើងវិញពុទ្ធសាសនាផ្សាយចូលមកតើ7ថ្ងៃតាមបែបពុទ្ធសាសនានឹងមានព្រលឹងស្អីដែរឬអត់មានព្រលឹងអីអាលីងពុទ្ធសាសនាគ្មានព្រលឹងទេមនុស្សវាស្លាប់គឺព្រលឹងស្លាប់នឹងហើយបើយើងថាព្រលឹងនឹងជាវិញ្ញាណអវិញ្ញាណនឹងស្លាប់ហើយតើរូបនឹងវាដូចដុំសាច់មួយដុំគ្មានដឹងអីទេវិញ្ញាណប្រើឲ្យដើរវិញ្ញាណប្រើឲ្យសោកឲ្យយំទេហើយដល់តែព្រលឹងនឹងវាស្លាប់ព្រោះវិញ្ញាណនឹងវាស្លាប់ព្រោះមានធ្វើអីកើតទៀតវាស្លាប់គឺព្រលឹងស្លាប់វិញ្ញាណស្លាប់ប៉ុន្តែក្រោយពីស្លាប់ទៅនៅកំណើតថ្មីទៀតតួបុណ្យនិងបាបនឹងវាតាក់តែងបដិសន្ធិវិញ្ញាណថ្មីគឺកំណើតថ្មីមួយទៀតមករំពេចភ្លាមនឹងហើយយើងប្រហែលជាច្រឡំណាកំណើតថ្មីនោះថាព្រលឹងបណ្ដោយទៅតាមពិតមិនមែនព្រលឹងទេគឺកំណើតថ្មីអ្នកចិត្តស្លាប់ទៅមានអារម្មណ៍3ណាញោមកម្ម1កម្មនិមិត្ត1កតិនិមិត្ត1កម្មអ្នករៀបស្លាប់ទៅកម្មល្អឃើញខ្លួនឯងនឹងទៅវត្តឃើញលើកដៃសាពះនេះកម្មល្អកម្មអាក្រក់អ្នកណាធ្លាប់វាយគេបោកសក់គេចេះតែមូលខ្នើយមូលពុកចឹងទៅអានេះគេហៅថាកម្មមកហើយទី2អារម្មណ៍ទី2កម្មនិមិត្តឃើញទាំងអស់ពីដើមយើងធ្លាប់ធ្វើអំពើបាបអីអ្នកចិត្តស្លាប់ដូចដេកមើលទូរទស្សន៍ដេកមើលកុំចឹងហើយយើងអ្នកនៅរស់អត់ដឹងទេបានតែត្រឹមថាគាត់រវាយតែប៉ុណ្ណឹងតាមពិតគាត់មើលឃើញទាំងអស់ខាងផ្លូវល្អគាត់ឃើញទូងត្រៃទៅវត្តឃើញធ្វើបុណ្យឃើញធ្វើទានជើងកាលអ្នកអាក្រក់ទៅវាយធ្វើបាបសត្វទៀតទាំងឡាយសត្វនោះវាមកស្រែកដាក់តិចគាត់ធ្វើឲ្យគាត់ស្រែកតាមដោយសម័យព្រះចន្ទកៈសោការិកៈនិងគោខេតកៈស្រែកតាមឯណោឬដល់ព្រះនោះមកពីកម្មនិមិត្តអារម្មណ៍ទី3កតិនិមិត្តគឺដំណើរដែលត្រូវទៅអ្នកខ្លះឃើញទៅជាប្រាសាទវិមានសួនច្បារនេះដាច់ខ្យល់ពីនឹងទៅកើតឋានសួគ៌ឈានមកជំហានទៅទៅបាក់ខ្នងអញ្ចឹងអ្នកខ្លះឃើញទៅជាគុកជាបាក់អន្ទាក់ខ្នោះគ្នាភ្លើងផ្សែងកន្លែងវិវ័យដំច្រំធាក់នៅនេះដោះជើងពីនឹងទៅកើតក្នុងនរកនេះគឺហៅថាកតិនិមិត្តហើយយើងទាំងអស់គ្នាឆ្លងកាត់និមិត្តទាំងហ្នឹងណាញោមឥឡូវយើងអ្នកនៅរស់អត់ដឹងទេយើងមើលឃើញអញ្ចឹងអ្នកស្លាប់បានគេដឹងប៉ុន្តែអារម្មណ៍ជាប់ជំពាក់មនុស្សយើងពេលចិត្តស្លាប់អ្នកខ្លះស្លាប់ទៅជាប់ជំពាក់ជាមួយកូនចៅថៅកណ្ដានព្រៀងលៀនទីកន្លែងទ្រព្យសម្បត្តិដីធ្លីស្រែចម្ការមនុស្សនោះស្លាប់ព្រោះទៅអត់ទៅចាប់ជាតិកើតឯណាទេកើតបដោះអាសន្នដោយជាប់ជំពាក់ជាមួយរបស់ទាំងហ្នឹងហ
ហើយកំណើតបដោះអាសន្ននឹងមករយៈខ្លីតែ7ថ្ងៃនឹងតដំណើរទៅទៀតនៅក្នុងវិន័យ3ដកលោកនិទានអំពីទេសៈភិក្ខុបានជាពោថ្មីមួយមិនហ៊ានប្រើចេះតែទុកខ្លាចកាចាស់ទុកដល់តែលោកឈឺធ្ងន់លោកសគុតទៅស្រាប់តែលោកកើតទៅជាចៃខ្មោតនៅនឹងជាពោហ្នឹងភិក្ខុសង្ឃឃើញទេសៈភិក្ខុសគុតបាត់ហើយក៏យកជាពោមកចែកគ្នាស្រាប់តែចៃនឹងវាស្រែកថាចោទៅដើមជាពោខ្ញុំមកជួយផងចោទៅដើមជាពោខ្ញុំភិក្ខុសង្ឃស្ដាប់អត់ឮប្រពុតទ្រង់ញាណដឹងព្រះអង្គខាត់ថាភិក្ខុសង្ឃកុំអាលចែកគ្នាអីឲ្យទុកកន្លង7ថ្ងៃសិនបានព្រះអង្គដាក់បញ្ញត្តិច្បាប់មួយថារបស់ភិក្ខុសង្ឃចង់ឲ្យទៅណាឲ្យកាលនៅរស់ឲ្យហើយតែស្លាប់ទៅហើយខ្លាយជារបស់វត្តទាំងអស់គៈរូបភ័ណ្ឌទុកសម្រាប់វត្តលះរូបភ័ណ្ឌសង្ឃចែកគ្នាប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យកន្លង7ថ្ងៃសិននេះអាចកំបាំងនៅតែនឹងមកពីព្រះអង្គទ្រង់យល់ដឹងពីបដិសន្ធិវិញ្ញាណរបស់សត្វអារម្មណ៍ជាប់ជំពាក់ហ្នឹងតែ7ថ្ងៃតកំណើតទៅទៀតហើយចេះចឹងហើយអ្នកខ្លះអាឡោះអាឡៃផ្ទះសំបែងស្លាប់មកកើតជានេះជានោះ7ថ្ងៃតទៀតបានជាយើងធ្វើបុណ្យឲ្យតណាថ្ងៃទី7ហ្នឹងដើម្បីឧទ្ទិសកុសលបន្ថែមទៅឲ្យគាត់នឹងតកំណើតទៅទៀតបើគាត់នឹងស្លាប់ទៅនៅវិលមិនទាន់បានចាប់ជាតិកំណើតថ្ងៃទី7នេះគាត់នឹងតកំណើតទៅទៀតហើយបានយើងហៅថាបុណ្យ7ថ្ងៃហ្នឹងពីសម័យព្រះមានគ្រួសារមួយមានកូន4ដល់10នាក់រៀបស្លាប់ទៅម៉ែឪវិញវាន់វល់ជាប់ជាពាក់ជាមួយកូនស្លាប់ទៅកើតជាប្រែតទាំងអស់វល់អារម្មណ៍វាអត់ស្ងប់ម្ល៉េះហើយកូនយំស្វាងទៅយំទៅថ្វាយគុំសួរណែនាំគ្នាធ្វើបុណ្យតោះនាំគ្នាធ្វើបុណ្យឲ្យម៉ែឪយើងធ្វើបុណ្យចឹងរួចស្រេចហើយក៏ឧទ្ទិសផលបុណ្យឲ្យបានដល់មេដាបៃតាហើយក៏មិនដឹងថាបានឬមិនបានក៏នាំបងប្អូនទៅសួរព្រះថ្វាយគុំសួរព្រះអង្គហើយព្រះអង្គម្ដាយឪពុកខ្ញុំព្រះអង្គស្លាប់ទៅកើតឯណាបានប្រពុតប្រាប់ថាអ្នកទាំងអស់គ្នាម្ដាយឪពុកអ្នកទាំងអស់គ្នាស្លាប់ទៅអារម្មណ៍ជាប់ជាពាក់ជាមួយទ្រព្យសម្បត្តិកូនចៅធ្វើឲ្យគាត់វិលវល់ស្លាប់ទៅកើតជាប្រែតអស់7ថ្ងៃប៉ុន្តែឥឡូវរួចពីកំណើតប្រែតហើយដោយសារបុណ្យដែលកូនធ្វើកាលពីថ្ងៃទី7ហ្នឹងព្រះអង្គសម្ដែងថាអញ្ចឹងហើយដូចជាតែមួយអង្គឯងព្រះអង្គយកសាវកទាំងអស់ជាខុសតាំងជាសាក្សីប្រើមោគលានបាត់ពីនឹងទៅដល់ឈប់មុខវិមានទេវតានឹងទេវតាចេញមកសួរថាដេគុណម្ចាស់និមន្តមកពីណាថាចម្រើនពរអាត្មាមកពីស្រុកមនុស្សដេគុណម្ចាស់ត្រឡប់ទៅវិញប្រាប់ដល់កូនខ្ញុំកណាផងថាខ្ញុំកណាស្លាប់មកកើតជាប្រែតអស់7ថ្ងៃរងទុកលំបាកឥឡូវរួចពីកំណើតនឹងហើយដោយសារផលបុណ្យកូនធ្វើឧទ្ទិសឲ្យកាលពីថ្ងៃទី7ហ្នឹងទៅប្រាប់កូនផងកូនធ្វើបុណ្យថ្ងៃទី7ហ្នឹងម៉ែឪទទួលបានហើយសោយសម្បត្តិទឹកបានមកលៀនយករឿងរ៉ាវនឹងចោះមកនិទានប្រាប់កូននៅចំពោះភពព្រះដ៏មានពភាកូនក៏សប្បាយរីករាយត្រេកអរជ្រះថ្លានឹកឃើញថាបុណ្យអញធ្វើកាលពីថ្ងៃទី6ទី7បានដល់ម៉ែឪអញមែនបើដូច្នេះហើយគេក៏នាំគ្នាធ្វើបុណ្យនឹងតរហូតមកទល់សពថ្ងៃនឹងចឹងទៅនេះបុណ្យ7ថ្ងៃឯអ្នកដែលស្លាប់ទៅជាពិសេសឧបាសិកាអង្គកន្ធានឹងគាត់ទៅនៅទីណាទេវតាអនុមោទនាបុណ្យផងនាំដំណឹងទៅប្រាប់ដល់គាត់ឲ្យទទួលយកផលបុណ្យនេះសោយសម្បត្តិទឹកកើតជាមនុស្សទេវតាតាមគាត់ចុះយាយតាពុទ្ធបរិស័ទទាំងអស់មានមេត្តាបៃតាដូនតាដែលស្លាប់បាក់បែកចែកឋានទៅដែរនោះក៏សូមឲ្យបានអត្ថមនុញ្ញផលកុសលផលបុណ្យនេះឧទ្ទិសទៅឲ្យគាត់ផងដែរឯប្រគុណម្ចាស់គ្រប់ព្រះអង្គក៏សូមឲ្យបានបុណ្យកុសលនេះថែរក្សាការពារបច្ចុប្បន្នវែងមាននិស្ស័យនឹងពុទ្ធសាសនារហូតឯយាយតាពុទ្ធបរិស័ទទាំងភ្ញៀវកិត្តិយសទាំងអស់ទាំងអ្នកជួយចាត់ចែងក្នុងកម្មវិធីបុណ្យនេះទាំងចុងភៅទាំងជើងចក្រានជើងឆ្នាំងអ្នកមានយានជំនិះដឹកយាយដឹកតាអ្នកអាចារ្យអ្នកមេក្រូអ្នកពុទ្ធបរិស័ទទាំងអស់ចូលចាប់អ្នកផលសូមឲ្យសុខសូមឲ្យសប្បាយគុណពុទ្ធពធប្រសង្ឃជាប្រទីបតាមបំភ្លឺផ្លូវញោមញាតឲ្យជួបប្រទះតែសេចក្តីសុខចម្រុងចម្រើនរកទទួលទានមានបានកើតការវិលគុំតិចតិជុំជារៀងរហូតតទៅប្រាថ្នាយ៉ាងណាឲ្យសម្រេចយ៉ាងនោះកំបីអខានឡើយការសម្ដែងចប់ប៉ុណ្ណេះឯង